ជំរាបសួរបងប្អូនទាំងអស់គ្នាដែលស្រឡាញ់និងយកចិត្តវិស័យការចិញ្ចឹមមាន់ថ្ងៃនេះដែរគឺខ្ញុំនឹងមកបង្រៀនបងប្អូនពីរបៀបនៃការធ្វើវ៉ាក់សាំងគមរោទៅកាន់មាន់របស់យើងណានេះវ៉ាក់សាំងគមរោនេះរបស់វៀតណាមបងប្អូនណាចំនួនដោះវាគឺ100ក្បាលណាបងប្អូនវាដាក់នៅក្រោមនេះ100ក្បាលជាមួយខ្ញុំថតសន្លឹកមកប៉ុស្តិ៍ទៅឲ្យបងប្អូនមើលណាមាន់របស់យើងដែលធ្វើវ៉ាក់សាំងគមរោនេះមកដល់ថ្ងៃនេះគឺវាអាយុ16ថ្ងៃហើយវ៉ាក់សាំងរបស់វៀតណាមពីច្រើនវាដាក់ដបមកអញ្ចឹងហើយទឹកលាយមកអញ្ចឹងយើងត្រូវតែធៀមប្រដាប់ដាក់លាយចូលនៅក្នុងនេះណាព្រោះធម្មតាវាអត់ដូចវ៉ាក់សាំងរបស់ដូដែលខ្ញុំបតក់សាមុនទេវ៉ាក់សាំងរបស់ដូគេមានដបមានអីរបស់គេចាក់ចូលក្នុងហ្នឹងធ្វើឲ្យក្នុងហ្នឹងឲ្យបតក់ហ្មងតែអានេះយើងបូមអញ្ចឹងយើងលាយអញ្ចឹងហើយយើងយកមកចាក់ចូលនៅក្នុងនេះណាបងប្អូនសំណុកយើងបូមយកទៅធ្វើហើយពេលដែលយើងបតក់គឺយើងយកតារាងមកសេនេះបតក់ណាអញ្ចឹងចាំខ្ញុំមកបង្រៀនបងប្អូនឲ្យយល់ពីរបៀបនៃការធ្វើវ៉ាក់សាំងគមរោទៅកាន់មាន់របស់យើង100ក្បាលណាជាដំបូងយើងហែកកម្របវ៉ាក់សាំងយើងនឹងមកហើយទឹកសរោមប្រៃអានេះមួយនេះ 5cc អញ្ចឹងបើសិនជា100ដុសគឺយើងត្រូវដាក់ទឹកនឹង2ដបណាបងប្អូនបូមប្រហែល 3cc មកយកមកបាញ់ចូលនៅក្នុងដបម្សៅហ្នឹងមកយកសរោមប្រៃបាញ់ចូលក្នុងហ្នឹងមកហើយបងប្អូនធ្វើការក្លុកវាទៅណាក្លុកវាជាងលេខ8អញ្ចឹងវារលាយទៅណាហើយពាក់ព័ន្ធមួយវ៉ាក់សាំងមកខ្ញុំភ្លេចប្រាប់ណាមុននឹងធ្វើវ៉ាក់សាំងបងប្អូនគួរតែមើលទៅលើដបវ៉ាក់សាំងកុំឲ្យមានប្រេះមានស្រាមហើយមើល delay វាផងណាកុំធ្វើវ៉ាក់សាំងហូត delay ទៅកាន់មាន់ណាហើយពាក់ព័ន្ធមួយវ៉ាក់សាំងមួយទៀតបងប្អូនត្រូវមើលលើម្សៅក្នុងវ៉ាក់សាំងហ្នឹងវាដុំមកបើវាដុំមូលល្អមានន័យថាវ៉ាក់សាំងហ្នឹងល្អទេវ៉ាក់សាំងហ្នឹងគុណភាពល្អទេហើយដបស្រាមអីក៏យើងកុំយកមកប្រើណាយើងយកដបមកស្អាតដូចខ្ញុំអញ្ចឹងណាពេលយើងទិញវ៉ាក់សាំងយើងមើលទៅបើមានដបស្រាមដបបែកអីយើងកុំយកមកធ្វើទៅលើមាន់ហើយកាលនិយាយបែបហ្នឹងបងប្អូនយើងក្លុកឲ្យសប់អញ្ចឹងមកហើយយើងបូមវាចេញមកយើងបូមវាយកមកដាក់អាកណ្ដុងដែលខ្ញុំប្រាប់ហ្នឹងមកនេះឃើញទេយើងបូមអញ្ចឹងមកបងប្អូនបូមហើយបងប្អូនយកមកបាញ់ចូលក្នុងនេះមកទុកពេលយើងបតក់ណាកណ្ដុងដែលយើងរើមកកាត់មកហ្នឹងយើងយកឲ្យស្អាតមកណាលាងឲ្យស្អាតចឹងមកណាហើយយើងបូមថែមតិចទៀតយើងបូមសរោមប្រៃតិចទៀតដើម្បីលាងដបឲ្យវាប្រកបថាអស់អាជាតិថ្នាំនៅក្នុងហ្នឹងព្រោះធម្មតាថ្នាំវានៅមានតិចតួចនៅក្នុងវ៉ាក់សាំងណាច្រឡំថ្នាំវ៉ាក់សាំងវានៅមានជាតិនៅក្នុងហ្នឹងអញ្ចឹងយើងធ្វើម៉េចព្យាយាមលាយទៅម៉េចឲ្យបានល្អណាឲ្យយើងគិតថាលាយល្អបូមអស់អញ្ចឹងណាបូមអញ្ចឹងម្ដងទៀតមកវាអស់នៅសល់ពពុះខ្លះក៏អត់អីជាបញ្ហាដែរណាតែបើសិនជាបងប្អូនអាចបឺតទាំងពពុះនឹងបានមកអស់ទៀតក៏កាន់តែល្អដែរណាអានេះមកដបទៀតណាមិញ 5cc ណាឥឡូវយើងបូមមកសារាងទៀតដើម្បីឲ្យវាគ្រប់ដោះរបស់គេ100ក្បាលណាព្យាយាមម្ដងទៀតមកបើយើងគិតថានៅមានពពុះចង់ឲ្យអស់ហ្មងក៏វាល្អដែរណាបូមឲ្យស្អាតដូចខ្ញុំមកជាមួយខ្ញុំបូមមកស្អាតមកតពពុះតែបន្តិចទេឃើញបងអស់លីងមកនៅក្នុងហ្នឹងឃើញអត់គឺយើងបូមមកអស់ចឹងហើយណាថ្ងៃយើងបាញ់ចូលអាវ៉ាក់សាំងយើងមកណាបូមឲ្យលាយឲ្យសប់ល្អមកហើយប៉ុណ្ណឹងបងប្អូនអាចយកទៅបន្តទៅកាន់ពួកវាបានហើយណាហើយមិញសរោមប្រៃយើងដូចខ្ញុំប្រាប់ចឹងពីដបហ្នឹងឥឡូវយើងលាយជោគជ័យហើយអញ្ចឹងយើងចាំតែមើលការបន្តរបស់ខ្ញុំណាអរគុណច្រើនបងប្អូនពាក់ព័ន្ធមួយការបន្តអានេះវ៉ាក់សាំងរបស់យើងយើងក្លុកវាកលែងវាចឹងហើយចាំយើងបូមចាំយើងបូមយកមកបន្តហើយក្នុងមួយក្បាលបងប្អូនបន្តវា0.1សារ៉ាំង 1cc ចាំខ្ញុំបង្ហាញជាសន្លឹកបានច្បាស់ណាហើយយើងបន្តវាចឹងមកចាប់មាត់វាមកចឹងមក
hà một nó phải tọt trong mắt nè phải tọt mà nè mà xôn cái đi mui trong mắt lấy nhưng phải tọt nằm bây giờ lướt nhưng bầu mà xe món chân mà xe đấy giờ thời phải tọt ban đọp món mình tọt bằng con mình cái thay món nó phải tọt trong mắt và sang gồm một đấu thưa làm bay cà phê chừng người gồm một đấu nó bông bón thay cái lon máu đôi nhâm ban đẹp bông bón nhá lượt muối dân chơi nhu ca bột lần thái lượt phí dân thưa và sang gồm một đấu nó đó phải dùng thưa ban pi đấy thì dùng cọ cái đài rồi con món tôi chọn làm miếng pa nhà Hà thế này nó bông bón thầy món ra đấy đặt mà rồi đấy cứ miếng pa nhà Hà cả lại đấy càng thì đã máu đỏ lấy trong dân thưa và sáng ban pi đồ ngay thằng lượt đi trong việc cục chuyển luôn giống nhầm chưa tha dương là ọt miên chu pa nhà Hà xây như thếแต่การนาบะซังยังขบดาวไฟคือมอนยังเหมือนยืดตัวรงยังยืดดินะให้จำดาวเปบี้อายุมาค่ายกันละยังเธอมอนทมมาดองtiếpให้ตัวตบเธอมอนทมมาดองจะได้คือฟันตัวรงมือtiếpยังจอดอ่ะนะวันนั้นทอมมาได้จะบอดsau bao nhóm bật phơi ban đo lương pi vừa gồm một đầu con này hỏiคือมอนbao dưỡngคือจับดาวmà ọt miênปัญหาอยู่ให้การลุกล้อคือจับดาวโลtay lươn vô mỏngนะยังโดยเคยยังนะmà rằng mấy đọc bá bông bồn hộp mới nhầm phơi ban đọc ba là ngót đó chẳng giờ miền đây chọn đấy dương miền tập phần năng đấy hay ở quân chọn mẹ bông bồn hay bật qua hai nhau chùm nó cả lại na để ở vô là ở thứ ba bông bồn ai chặt mà nhầm to bán á rồi của mình lừa bị đậu này chắc ở quân kỷ niệm bông bồn ở này đây cả rục lại nhóm đó ở quân chọn bông bồn nơi phải liếp nơi cả lại chỉ châm món rồi bọc nhóm thay này sẽ tan lập phim mà phải bông bồn ăn xá cái chuyện đấy cái chuyện miền tên rồi nhóm buổi nhóm tranh cái chuyện đấy cho ngày đấy nhóm phải ai hiền khía đi khơi chuyện đây nhé đi trốn mà thôi bị tổ cháy lấy cái căn phục mai của mình bông ổn để sờ láng nhưng cho chất bị say chạy trên mòn chỉ mình xu bông vốn nhàนี้bị tổ dướng dân cháy lấyពីបញ្ហាមេប្រែប្រួលអាកាសធាតុមកទៅញ៉ាតែយើងគួរធ្វើបែបម៉េចទៅលើមន់របស់យើងហើយខ្ញុំជឿថាបងប្អូនដែលចំមន់បងប្អូនដែលចំយូរលងណាស់ហើយគាត់យល់ហើយអញ្ចឹងបងប្អូនដែលចេះអាចមើលក៏បានឬក៏អាចអស់រំលងក៏បានហើយបងប្អូនដែលដៃថ្មីទៅតែរៀនចំអីគួរមើលដល់ចប់ទៅណាហើយខ្ញុំនឹងមកបញ្យល់មួយបងប្អូនយល់ណាជាក់ស្ដែងដូចខ្ញុំហ្នឹងល្ងាខ្ញុំមកអាយរៀងគេពាក់ដើម្បីឲ្យកក់ក្ដៅព្រោះខ្ញុំចាញ់ល្ងាដែរណាហើយសម្រាប់សត្វក៏ដូចគ្នាបងប្អូនយើងជាមនុស្សពេលដែលមេឃត្រជាក់អញ្ចឹងយើងអាចទៅរកអ្វីមួយដើម្បីកែតម្រូវកែសម្រួលដល់ខ្លួនយើងដើម្បីឲ្យមានភាពកក់ក្ដៅឲ្យស្រួលតែសម្រាប់មាន់វាអត់ដឹងទេល្ងាបើសិនជាយើងរៀបចំវាមិនបានត្រឹមត្រូវណាវានឹងទទួលរងជំងឺផ្សេងពីអាមេឃត្រជាក់ហ្នឹងណាខ្ញុំលើកឧទាហរណ៍មួយបងប្អូនដូចយើងអញ្ចឹងណាយើងជិះម៉ូតូវាឲ្យស្ដាងលហៀមេកំពុងតែត្រជាក់អញ្ចឹងត្រូវខ្យល់ទៅអីពេលខ្លះការប្រែប្រួលនៃសុខភាពរបស់យើងវាប្រែប្រួលលឿនយើងអាចទៅជាមានបញ្ហាគ្រុនផ្ដាសាយឬក៏ផ្ដាសាយអញ្ចឹងទៅព្រោះមេត្រជាក់យើងត្រូវខ្យល់មន់ក៏ដូចគ្នាបងប្អូនកាលណាមានមេត្រជាក់យើងជាម្ចាស់បើសិនជាយើងអាចបានគុំក្រងទៅលើទ្រុងឲ្យបានល្អសម្រាប់ពលមន់នឹងព្រោះខ្ញុំមួយខែ10ថ្ងៃ11ថ្ងៃហើយអញ្ចឹងវាអាចនឹងមិនស៊ាំជាមួយនឹងបរិយាកាសនឹងបានហើយវាអត់phảiអីជាបញ្ហាណាតែសម្រាប់កូនមន់ប្រសិនបើយើងមិនបានផ្ដល់អ្វីឲ្យពួកវាគ្រប់គ្រាន់នៅពេលដែលមានត្រជាក់ដូចជាយើងមិនបានផ្ដល់កម្ដៅឲ្យបានគ្រប់គ្រាន់ហើយសមស្របទៅតាមអ្វីដែលវាចង់បាននៅអាយុពួកវានឹងសកប់វានឹងរួញកវានឹងឈឺហើយណាចាប់តាមសកប់រួញកអត់ស៊ីចំណីទេអត់ស៊ីចំណីអត់ផឹកទឹកចាប់ដើមមួយថ្ងៃពីរថ្ងៃក្រោយលេចឡើងនៃជំងឺណាតែជាហៀកតែជាប្រាសាយអីចឹងទៅណាអញ្ចឹងសម្រាប់មន់ប្រព័ន្ធនេះក៏ដោយមួយខែក៏ដោយយើងអត់ផ្ដល់អំពូលកម្ដៅប៉ុន្តែយើងហុំពាត់ពួកវាណាអត់ឲ្យត្រូវខ្យល់ទេណាអត់ឲ្យត្រូវខ្យល់ទេតែត្រូវខ្យល់ដូចតែមនុស្សដូចខ្ញុំបានលើកឧទាហរណ៍ខាងលើហ្នឹងជិះម៉ូតូទៅយើងត្រូវខ្យល់ច្រើនយើងពេលអាវស្ដាងលហៀយើងអាចទៅជាគ្រុនប្រាស្រ័យមន់ក៏ដូចគ្នាបងប្អូនខែត្រជាក់អញ្ចឹងបងប្អូនអត់បាំងណាអត់បានបាំងខ្យល់បក់មកត្រូវមន់វាត្រជាក់ចុះឡើងរួយកកត្រូវខ្យល់ច្រើនត្រជាក់ប្រាស្រ័យណាអញ្ចឹងបងប្អូនគួរតែមានការបិទបាំងកុំឲ្យពួកវាត្រូវខ្យល់ណាកុំឲ្យវាត្រជាក់កុំឲ្យវាល្ងាប៉ុន្តែយើងមិនបាច់ដាក់អំពូលកម្ដៅក៏បានដែរយើងគ្រាន់តែហុំពណ៌ពួកវាកុំឲ្យត្រូវខ្យល់ហើយយើងធ្វើអនាម័យជុំវិញទ្រុងឲ្យបានស្អាតតែកាលណាមេឃត្រជាក់បងប្អូនទ្រុងងាយនឹងឡើងសំណើមណាវាអត់ងាយស្ងួតល្អទេអញ្ចឹងតែកាលណាទ្រុងឡើងសំណើមវាបង្កជាក្លិនដែលមិនល្អក៏វាប៉ះពាល់ដល់សុខភាពមាន់របស់យើងដែរអញ្ចឹងពេលដែលមេឃត្រជាក់បងប្អូនគួរតែផ្ដល់កម្ដៅទៅតាមអាយុមាន់ចន្លោះមាន់មួយថ្ងៃដល់3សប្តាហ៍គួរតែបន្ថែមកម្ដៅលើពួកវាត្រូវការកម្ដៅដូចមេបាវាអញ្ចឹងវាត្រូវការឲ្យមានភាពកក់ក្ដៅត្រជាក់អីត្រជាក់ទៅប៉ុន្តែក្នុងធុងអត់ត្រជាក់ទេព្រោះយើងផ្ដល់កម្ដៅអញ្ចឹងពួកវាទទួលបាននៅកម្ដៅហ្នឹងគឺវាស៊ីចំណីផឹកទឹកធម្មតាណាដាក់លើសពេកក៏កើតខ្វះពេកក៏កើតដែរអញ្ចឹងយើងមើលកម្ដៅគ្រប់គ្រាន់គឺមាន់យើងដេករាយប៉ាយល្អស៊ីចំណីអត់ស្រេក
តែកាលណាស្រែកគឺខ្វះកម្ដៅហើយណាតែកាលណាលើកកុហកហើយអញ្ចឹងយើងត្រូវផ្ដោតទៅលើបញ្ហាកម្ដៅហ្នឹងឲ្យបានល្អផ្ដោតទៅលើការផ្ដោតកម្ដៅហ្នឹងឲ្យបានគ្រប់គ្រាន់ណាតែខ្វះកម្ដៅល្ងាសកកលែងស៊ីចំណីហើយអាហ្នឹងមានបញ្ហាហើយបើសម្រាប់មន់មួយខែ10ថ្ងៃអីចឹងយើងមិនបាច់បានអង្គក៏បានដែរពេលថ្ងៃហ្នឹងមេឃពីកាលពី27អីចឹងក៏27ដែរកាលណាយើងតម្លាក់ជាតង់ផ្លាស្ទិកមកបិទឲ្យចិត្តខ្ញុំថតវីដេអូហ្នឹងហើយខ្ញុំបិទហើយណាអានេះខ្ញុំឲ្យឃើញ background មន់តិចទៅណាអញ្ចឹងយើងបិទអាថង់ផ្លាស្ទិកហ្នឹងមកវាមានខ្យល់ណាទៅបក់ត្រូវយូរវាអញ្ចឹងវាមានអីទៅជាបញ្ហាណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនរៀនធ្វើដូចខ្ញុំណាយើងកុំគិតរឿងមួយបើយើងចង់ចិញ្ចឹមមន់ឲ្យជោគជ័យយើងកុំគិតថាយើងយល់ទេបងចាំមិនកើតបងមិនតិចបងមិនប្រែប្រួលអាកាសធាតុភ្លៀងទេបងក្តៅទៀតណាអាហ្នឹងជាលេសទេបងអញ្ចឹងយើងត្រូវមានអ្វីដើម្បីទៅទប់ស្កាត់នៅពេលដែលអាកាសធាតុប្រែប្រួលហ្នឹងតិចខ្ញុំត្រូវធ្វើបែបម៉េចក្តៅខ្ញុំត្រូវធ្វើបែបម៉េចណាភ្លៀងខ្ញុំត្រូវធ្វើបែបម៉េចយើងត្រូវយល់កាលណាបងប្អូនយល់បងប្អូនធ្វើទៅអឹងហើយដូចខ្ញុំអញ្ចឹងខ្ញុំមិញទៅមកពីក្រៅទេតែចំណៃដែរបាត់តង់ចាញ់ដល់ស៊ីទៀតអញ្ចឹងបើយើងយល់គឺយើងចំណាយពេលតិចបំផុតនៅក្នុងធុងហើយមន់យើងសុខភាពល្អដូចបងប្អូនឃើញទស្សនាវីដេអូខ្ញុំកន្លងមកចឹងឃើញមន់ខ្ញុំល្អរហូតអត់ដែលមានបញ្ហាទេមិនសូវមានជំងឺចោតជាបញ្ហាទេយើងយល់ពីពួកវាយើងដឹងថាពួកវាចង់បានអីអញ្ចឹងវីដេអូនេះល្អមែនតើណាបងប្អូនស្រឡាញ់ចូលចិត្តជួយ share ផងណាហើយរឿងមួយទៀតសនំពោទៀតជួយ subscribe channel YouTube ផងឥឡូវបានចិត្ត subscribe ជិត400នាក់ហើយ1000នាក់គឺអែមស្នេហ៍តែម្ដងណាហើយយើងអត់មានអីច្រើនទេយើងមកថ្ងៃនេះគឺយើងចែកម្លែកប៉ុណ្្នឹងទៅកាន់បងប្អូនហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូនេះហើយយើងនឹងវិលត្រឡប់មកវិញនៅថ្ងៃស្អែកតាមពេលវេលានឹងមកដដែលនៅវីដេអូផ្ទាល់របស់ទេពអាស័យពលៀបនៃសកម្មភាពផ្ទាល់អ្វីដែលយើងធ្វើទៅទទួលបាននៃលទ្ធផលគឺយើងចែកម្លែកជូនបងប្អូនហើយបងប្អូនចេះយល់ដូចយើងដែរមានគ្រឹះដូចយើងដែរចេញទៅអនុវត្តចេញទៅធ្វើទទួលបានលទ្ធផលមួយល្អដែលចង់បានណាហើយនឹងស្រឡាញ់នឹងការងារចិញ្ចឹមមន់នេះតែម្ដងណាចឹងយើងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលក្តីគោរពក្តីស្រឡាញ់ជម្រាបលាបងប្អូនទាំងអស់គ្នាបងប្អូនមន់យើងមានអាយុឥឡូវមកខែ10ថ្ងៃណាហើយវាគៀកនៅចិត្តដល់ដែលយើងគួរតែបង្រៀនពួកវាឲ្យពួកវាស៊ីចំណីផ្សំខ្លួនឯងដើម្បីកាត់បន្ថយនៃការចំណាយនៅក្នុងធុងមន់របស់យើងណាអញ្ចឹងមុននឹងយើងរៀនទៅផ្សំចំណីខ្លួនឯងឲ្យមន់ស៊ីដើម្បីកាត់បន្ថយការចំណាយតែយើងគួរតែយល់ដឹងអីខ្លះនៅក្នុងចំណីតែយើងត្រូវមានអីគេខ្លះដើម្បីឲ្យមន់យើងស៊ីទៅវាបរោះសសងដោយចំណីក្រុមហ៊ុនស៊ីទៅវាលូតលាស់វាធំធាត់ល្អដូចគេដែរអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងមកបញ្យល់ប្រាប់បងប្អូនដែលយើងគួរមានចំណីអីខ្លះនៅក្នុងសមាសធាតុនៃការផ្សំរបស់យើងហ្នឹងណាហើយវីដេអូនេះល្អមែនទែនទៅកាន់បងប្អូនយើងដែលកំពុងតែចិញ្ចឹមមាន់ហើយតែងតែទិញចំណីក្រុមហ៊ុននៅស៊ីអញ្ចឹងខ្ញុំចង់មកបង្រៀនបងប្អូនមកបញ្យល់បងប្អូនឲ្យយល់ហើយពេលដែលយើងយល់ហើយយើងទៅផ្សំចំណីខ្លួនឯងចំណីយើងដូចខ្ញុំនិយាយអញ្ចឹងស៊ីទៅលូតលាស់ល្អដូចចំណីក្រុមហ៊ុនអញ្ចឹងអញ្ចឹងគោរពជំរាបសួរបងប្អូនទាំងអស់គ្នាដែលស្រឡាញ់និងចូលចិត្តវិស័យការចិញ្ចឹមមាន់ហើយថ្ងៃនេះដែរវិលមកកាន់វីដេអូរបស់ខ្ញុំបាទទៀតហើយពាក់ព័ន្ធជាមួយនឹងការចែកម្លែកមុនពេលដែលយើងទៅផ្សំចំណីឲ្យមាន់ស៊ីយើងត្រូវយល់ដឹងសិនឲ្យដឹងថាចំណីនៅក្រុមហ៊ុនរបស់ក្រុមហ៊ុនគេផ្សំឡើងហ្នឹងគេដាក់អីខ្លះអញ្ចឹងរបស់យើងគួរតែដាក់អីខ្លះដែរឲ្យវាសរៀងនឹងគេឬក៏ចិត្តដូចគេមាន់យើងស៊ីទៅល្អដូចគេអញ្ចឹងការផ្សំចំណីបើយើងផ្សំត្រូវមាន់ល្អណាបើយើងផ្សំខុសមាន់កង្វះនៅពពួកចំណីគេហៅថាអាហារូបត្ថម្ភមាន់យើងខាងនេះអាហ្នឹងយើងចាំក៏អត់ចំណេញដែរអញ្ចឹងសម្រាប់ទងមាន់របស់ខ្ញុំពេលដែលមានអាយុ1ថ្ងៃដល់1ខែកន្លះគឺយើងឲ្យស៊ីចំណីក្រុមហ៊ុនសតពេល1ខែកន្លះឡើងទៅគឺយើងផ្សំចំណីខ្លួនឯងវត្ថុធាតុដើមដែលមាននៅក្នុងស្រុកភូមិរបស់យើងដែលមានតម្លៃធូរថ្លៃគឺយើងយកមកច្របល់ផ្សំចូលគ្នាឲ្យមាន់យើងស៊ីដើម្បីកាត់បន្ថយការចំណាយបងប្អូនអញ្ចឹងពេលដែលយើងផ្សំចំណីយើងគួរតែមាននៃចំណីធម្មពលណាចំណីធម្មពលហ្នឹងគឺវាមានតួនាទីផ្ដល់នៅកម្ដៅដល់មាន់របស់យើងណាទ្រទ្រង់លើសកម្មភាពពួកវាដើរហើរហ្នឹងទៅអញ្ចឹងមានន័យថាវាញ៉ាំចំណីហ្នឹងទៅវាមានកម្លាំងណាក្នុងការដើរហ្នឹងទៅហើយតួនាទីមួយទៀតគឺវាក៏ជួយក្នុងការលូតលាស់របស់សត្វរបស់យើងដែរហើយពាក់ព័ន្ធជាមួយនឹងចំណីធម្មពលគឺយើងមាននៅក្នុងដូចជាចុងអង្គកតួពោតណាហើយនឹងមើមដំឡូងមីអញ្ចឹងស្រុកបងប្អូនវត្ថុធាតុដើមដែល4មុខហ្នឹង4-5មុខហ្នឹងអាណាដែលធូរថ្លៃយកហ្នឹងមកប្រើមកតែពីច្រើនគេប្រើកតួព្រោះកតួវាមានតម្លៃធូរថ្លៃអញ្ចឹងណាហ្នឹងពាក់ព័ន្ធជាមួយនឹងចំណីធម្មពលហើយពាក់ព័ន្ធជាមួយនឹងជាតិសាច់ណាជាតិសាច់ក៏មានតួនាទីដែរបងប្អូនមានតួនាទីបង្កើតនៅកោសិកាផ្សេងនៅក្នុងខ្លួនរបស់សត្វណាហើយចំណីដែលសម្បូរទៅដោយជាតិសាច់គឺមានភាគច្រើននៅក្នុងសាច់សត្វណាដូចជាសាច់សត្វហើយសាច់ត្រីកលឹកកធំថេតគ្រាប់សណ្ដែកសៀងអីហ្នឹងអាហ្នឹងសិតតែសបោហើយចលេនតកៅហ្នឹងក៏មានពពួកជាតិសាច់ហ្នឹងដែរណាហើយពពួកស្លឹកតឡងមីឡាអីហ្នឹងសិតតែមាននៃគេថាសារធាតុជាតិសាច់ហ្នឹងអញ្ចឹងយើងអាចយកមកប្រើប្រាស់នៅក្នុងការផ្សំចំណីរបស់យើងផងអញ្ចឹងណា
ចឹងយើងបានពីរណាយើងមានថាមពលនិងជាតិសាច់ហើយមួយទៀតហ្នឹងគឺពាក់ព័ន្ធជាមួយនឹងវីតាមីនណាវីតាមីនគឺវាជួយទៅថាមានតួនាទីការពារនិងសម្របសម្រួលក្នុងដំណើរការរបស់សារពាង្គកាយណាវាមាននៅក្នុងបន្លែបៃតងគ្រាប់ធនជាតិណាគ្រាប់ធនជាតិពណ៌លឿងទុំនិងពពុះម្សៅព្រីមិចដែលយើងអាចរកទិញនៅផ្សារបានណាអញ្ចឹងបើសិនជាយើងរកបន្លែអត់បានដែលសម្បូរដោយពួកវីតាមីនយើងអាចច្នៃទៅទិញជាពពុះ ADE B complex អីដែលវាមានពពុះវីតាមីននៅក្នុងហ្នឹងយកមកលាយនៅក្នុងចំណីមាត់ក៏បានដូចគ្នាណាអញ្ចឹងយើងបានវីតាមីនមួយទៀតហើយពាក់ព័ន្ធជាមួយនឹងរ៉ែបងប្អូនទី4ណាវាមានតួនាទីក្នុងការបង្កើតនៃក្របឈាមឆ្អឹងនិងរោមវាមាននៅក្នុងសម្បុកខ្យងខ្ចៅគ្រុំលៀសក្តាមព្រីមិចអីចឹងទៅម្សៅ ADE B complex អីហ្នឹងណាអាហ្នឹងសិតតែវាមានសម្បូរទៅដោយគេហៅថាជាតិរ៉ែណាបងប្អូនហើយពាក់ព័ន្ធជាមួយនឹងទឹកក៏សំខាន់ដូចគ្នាបងប្អូនមាន់ខ្វះទឹកក៏បានដែរនៅក្នុងខ្លួនមាន់គឺមានជាតិទឹក 70% ហើយនៅក្នុងសុទ្ធរបស់ពួកវាមួយគឺមានជាតិទឹក 65% ហើយទឹកសំខាន់ណាស់បងប្អូនមាន់រស់រានមានជីវិតឡើងគឺដោយសារតែទឹកអត់មានទឹកគឺមានបញ្ហាតែម្ដងមាន់ពេលខ្លះអត់ស៊ីចំណីដោយសារតែកង្វះទឹកអត់មានទឹកឲ្យផឹកគឺការស៊ីចំណីក៏ស៊ីតិចដែរណាអញ្ចឹងតួនាទីរបស់ទឹកសំខាន់ហើយជួយក្នុងការរំលាយអាហារដល់មាន់ដឹកជញ្ជូនអាហារដែលវាស៊ីហ្នឹងទៅទៀតណានៅក្នុងខ្លួនរបស់វាក៏ជួយបន្ថយនៃកម្ដៅពេលវាក្ដៅដែរពេលដែលវាផឹកទឹកគ្រប់គ្រាន់ណាបងប្អូនហើយគេរកឃើញគេថាចំនួនមាន់10ក្បាលភាគច្រើនក្នុងមួយថ្ងៃគឺផឹកទឹកអស់1លីត្រអញ្ចឹងទឹកសំខាន់ណាស់សម្រាប់មាន់អញ្ចឹងមាន់អាចដាច់ចំណីបានតែបើសិនជាដាច់ទឹកគឺអត់បានទេបងប្អូនគិតមើល10ក្បាលក្នុងមួយថ្ងៃផឹកទឹកអស់1លីត្រមិនធម្មតាណាមាន់ណាហ្នឹងអញ្ចឹងទាញមកវិញយើងមាន5ហ្នឹងបងប្អូនយើងមានដូចជាចំណីធម្មពលណាចំណីធម្មពលជាតិសាច់វីតាមីនរ៉ែទឹកណាហើយយើងកុំភ្លេចបន្ថែមនៅខ្លាញ់មួយទៀតណាខ្លាញ់ក៏វាជួយដល់ការបត់ជើងធ្វើឲ្យមាន់ស៊ីអាហារហ្នឹងតែបត់ជើងមកស្រួលដែរហើយក៏វាត្រូវការជាតិខ្លាញ់នៅក្នុងចំណីដែរដើម្បីបង្កើតនៅសារធាតុផ្សេងនៅក្នុងខ្លួនរបស់វាអញ្ចឹងវាអស់ហើយចំណីដែលមាន់ចង់បានគឺប៉ុណ្្នឹងណាអញ្ចឹងពេលដែលបងប្អូនទៅផ្សំចំណីដូចខ្ញុំបានរៀបរាប់អញ្ចឹងតែចំណីធម្មពលមានអីគេខ្លះដូចជាកតួចុងកោពោតអញ្ចឹងបងប្អូនអាចរើសយកមកប្រើនៅក្នុងនឹងបានអញ្ចឹងបងប្អូនត្រូវមានជាតិសាច់បងប្អូនអាចយកជាគ្រាប់ធនជាតិក៏បានចុកបាយទាក៏បានស្លឹកតឡូងមីក៏បានជឿរឿងមកណាគ្រាប់សណ្តែកសៀងក៏បានគ្រាប់សណ្តែកក៏បានណាម្សៅត្រីក៏បានអូខេអញ្ចឹងយល់ទេអញ្ចឹងពាក់ព័ន្ធមួយជាតិសាច់ចឹងហើយវីតាមីនបងប្អូនអាចរកជាពពុះបន្លែបៃតងហ្នឹងដូចនិយាយហ្នឹងបើអត់មានទេទិញពពុះ ADE B complex ដែលមានវីតាមីននៅក្នុងហ្នឹងលាយទៅណាហើយពាក់ព័ន្ធជាមួយរ៉ែ Chicken Mineral ដែលខ្ញុំតែងតែបង្ហាញមាន់ខ្ញុំចឹកគ្នាខ្ញុំបានអា Chicken Mineral ហ្នឹងតែឃើញអត់ឡើងចឹកគ្នាគប់វាមានសារធាតុរ៉ែនៅក្នុងហ្នឹងដើម្បីទៅជួយឆ្អឹងជួយរោមរបស់ពួកវាអញ្ចឹងវាគ្រប់គ្រាន់វាអត់ចឹកគ្នាទេណាហើយពាក់ព័ន្ធមួយទឹកបងប្អូនអាចរកបានយកទឹកស្អាតដែលល្អកុំយកទឹកបឹងទឹកបួដែលមានមេរោគបើយកទឹកដែលមានមេរោគគួរតែសម្លាប់មេរោគសិនចាំដាក់លាយនៅក្នុងចំណីពោះពេលដែលយើងយកទឹកដែលគ្មានអនាម័យមកផ្សំនៅក្នុងចំណីក៏វាមានបញ្ហាដល់មាន់ដែរអញ្ចឹងវីដេអូយើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែពូមីងនឹងស្រឡាញ់វីដេអូមួយនេះហើយជួយចែករំលែកទាំងអស់គ្នាទៅកាន់បងប្អូនយើងដែលមិនទាន់ស្គាល់ share ម្នាក់មួយផងបងប្អូនហើយយើងអរគុណមែនទែនទៅកាន់បងប្អូនយើងទាំងអស់គ្នាដែលចំណាយពេលវេលាមានតម្លៃមកទស្សនាវីដេអូរបស់ទេពអាស័យវិទ្យាណាហើយយើងនឹងវិលត្រឡប់មកវិញនៅថ្ងៃស្អែកតាមពេលវេលានឹងមកដដែលនៅវីដេអូផ្ទាល់របស់ខ្ញុំសកម្មភាពផ្ទាល់នឹងចម្ងល់បងប្អូនដែលគាត់ឆាតមកសួរខ្ញុំគិតថាល្អខ្ញុំនឹងចែករំលែកទៅកាន់ពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងយើងយល់ថាពីរបៀបនៃសមាសធាតុដែលគួរមានផ្សំនៅក្នុងចំណីណាដែលមានត្រូវយើងយកមកផ្សំអញ្ចឹងនៅ4-5នៅ10ថ្ងៃទៀតដល់ពេលដែលយើងចាប់ផ្ដើមផ្លាស់ប្ដូរចំណីខ្ញុំនឹងមកបង្រៀនផ្ទាល់តែម្ដងយកកន្ទុកប្រមាណគីឡូពោតប្រមាណគីឡូស្រូវប្រដោះប្រមាណគីឡូផ្សំចូលគ្នាយើងមានអីខ្លះដើម្បីផ្សំឲ្យមាន់ស៊ីដើម្បីកាត់បន្ថយការទិញចំណីពីក្រុមហ៊ុនមកឲ្យពួកវាស៊ីដើម្បីយើងចំណាយតិចយើងចំណេញច្រើនអញ្ចឹងយើងមានអីច្រើនទេយើងមានតែប៉ុណ្្នឹងទេអរគុណជំរាបលាបងប្អូនទាំងអស់គ្នាដោយក្តីគោរពបងប្អូនថ្ងៃនេះយើងមករៀងឆ្ងាយពី content របស់យើងបន្តិចប៉ុន្តែអ្វីដែលយើងចែករំលែកហ្នឹងពាក់ព័ន្ធមួយមាន់ដដែលទេ content របស់យើងគឺយើងតែងតែជជែកតែចែករំលែកទៅកាន់បងប្អូនពីមាន់ញាស់មកចិញ្ចឹមឲ្យខ្លាចជាមេបាណាប៉ុន្តែថ្ងៃនេះគឺយើងនិយាយពីសុទ្ធមាន់វិញណាខ្ញុំចង់មកធ្វើបទបង្ហាញទៅកាន់បងប្អូនដើម្បីបងប្អូនមានស្មារតីមួយបងប្អូនយើងពេលច្រើនឥឡូវគេទៅនើបគេមានទូស្នោគេមានអីចឹងបងប្អូនយើងខ្លះគាត់ចិញ្ចឹមលក្ខណៈគ្រួសារមេ10 20មេអញ្ចឹងទៅហើយគាត់រើសសុទ្ធយកទៅដាក់ចូលទូភ្ញាស់ណាអញ្ចឹងបើសិនជាបងប្អូនយល់នៃរបៀបនៃការថែរក្សាសុទ្ធក៏វាជាផ្នែកមួយសម្រាប់ការភ្ញាស់ដែរការភ្ញាស់ក៏វាទទួលបានតែអត្រាញាស់
tròn đây chẳng bởi dương ọt dốn có bia bà đây chẳng ngày ní cứ nhom khơi bông mòn là ô mùi ní cứ nhom nằng vô mà chạy lại từ căn phục máy rồi giờ trong cô đây từ căn phục máy của mình bông đây còn bông tại chấm bông tại ọt dốn vì được này cả tục đã sụt nè dân cơ độc chỉ miền xuôi bông con đừng kia đây sẽ là những chỗ chất bị sai cả chỉ chấm mòn hay ngày này đấy chụp chụp một trong ba thì đấy rồi bị tàu to rồi bọc nhom này chụp này đang rồi bọc nhom được trong miền bình tĩnh bình tôi nhất khi trong tay để thua bị tàu chỉ riêng đó ngay chạy lại từ căn phục máy của mình bông con hay cô bầm non từ mũi cốt rồi bọc nhom cứ trong khơi phục máy của mình bông con mưa bị tàu dương hói từ tôi ban là thả bài giáo vô tranh tới vô ta ăn bột tới từ tôi ban là tập họ anh ấy cứ chia với để con khui trong bàn á con tròn thì bông con nó kia đây sẽ làm cho chất á pepon cho môi nâng sốt bông con chứ thông ra bông con đầy châm lẹt cả cổ xa có tay tài kết đó bông khác có kết trẻ có tha bông nắng cua tài xong mày ban sớm trong đã cho tù chẳng cana để bông tục bông lên vì mà kết từ còn đã bật mẹ nhớ nhung kết đó thầm tập hẻm ngay cái đòi lớp bị hẻm ngay tới atra này ca nhua cô bia thôi chọc cho năng này chẳng pe đề dương cua tại do sốt vô tại đã cho tu cho lọt bị hẻm ngay tới ban hay 4 ngày hẻm ngày chẳng 4 hẻm ngày để món bông hỏi bông cua tại hở sốt nắng vô tại đã cho tu từ nè dương cùng kết than xong làm bây giờ trở nên cana để dương xong bông du pít cô bị ai thưa ở atra này ca nhua nó bị tiệp để nè hay sốt sốt xem món là dương do tập nhó bông á chứ thom đá bà xin gì dương châm mi đo một phải giống dương tục viên thầm phèm ngay từ dương xong từ nè dương xong từ hay cả lại để bông ôn cua tại chưa đã sụt tại ban lỗ cứ cần lại đây rồi chia nè viêm mình từ chết đã tu từ khối thế còn là tha nơi còn lại đây ở thời ngay hay từ chết dương ai đã chia plan sụt nè nơi khổ mà còn lại để miền tập miền đây tha bông ai này dương ai miền chỉ thùng ngay môi giống dương đã cắt bị khổm còn ít mà đông đấy hay dương đã bông món pi lừa nâng màu dương đã xa tục bia thầm đã buôn ngay phèm ngay về để dương kết thả buôn phèm ngay thấy dương thử tại do sụt nắng cho từ không tù cái nào để bông ôn tục nơi tục sụt nơi còn lại để cái đấy nó sẽ toàn là phèm buôn xăm phèm nè vì cái là có thua sụt nắng ai bị còn ở đây vừa sụt việc khó lên tại cái đấy bị còn ở đây ở ta sẽ toàn là phèm mùi na xăm sọc thì mẹ pu biết cứ bị còn ở thời chẳng bông ôn thời để xa tục sụt thầm tại buôn thay phèm thay từ bông ôn vô ta đã cho tú ở ta này ca nhúa cứ bị khổ nè nó vẽ pon cho mùi nâng ca để xa sụt nè dương chấm tích chân dương trong ban bông tròn mà dương đã ở nhọt tới ban tròn tại pla vì đã tới bị ăn nhọt nè hay mũi tiên về để bông ôn vô sụt tới để xa túc nè đã đôi được trong ban lược nơi khang lừa chứ bông ôn đã sụt thời ta đã trẻ sẽ đu nó đã trong khổ ấy bia cái hai ta club cho liên tới chân ta bông ôn đã chết còn cả đấy nè chân dương thử đã túi nắng mặc hàng cầu nè đã club cho với tơ lừa toàn đấy bông ôn toàn đấy vô lấy chân dương đã xa tục chừng nè bởi dương đã phải cho chẳng dạ pi buôn phèm ngay việc đây chụp pan nhà thì tai bà sân chỉ bông phôn tục dạ pi buôn phèm ngay ta bông phôn đã vào đây chứ đã vào đây chẳng có đây chụp pan nhà ha đây ôi ta bông phôn rút này ca phê sụt vì là bông phôn tục mà ngay bông phôn đã trắng á bông phôn ai phê vì mà chơi mà ngay bay bộ đồ đó nó phê chân luôn hết đây bàn phê bông phôn đã ngào phôn sụt nhằm mất vì để sụt để bông phôn tục là biếm trắng á vú sụt bò lướng viên năng thẹn máu ai đang chộp nơi khả năng ở sờ bọ sụt chẳng cana để việc chộp nơi sờ bọ sụt ca này nhô rồi bao món bao dưỡng có viên miền Pành Hà này bông bông đây khơi món nhô mà chộp sờ bọ sụt chộp cho muối lên câu món ớt nè chẳng sụt cái đạp phải cho chẳng nè hai bà xin gì bông bông đã vào đấy xa phê vì trẻ đâm bay oi sụt lướng nó việc thẹn mà đo đấy dương phê chết bị lang mà lừa mình toàn nhầm giấy ấy bông bông cái lấy mưa hưởng mùi như vậy thì hồ muối bông bông đây chăm mê là cái nào của xa pi để mê khẹp á bông bông đây khơi mê video chụp pu cài bông vậy rồi tập pi bị khẹp trong ban pi bị máu video chụp pu biết cài bông về tập lọp bên này tha chỉ thò một chiếc rồi bao món việt đăng tha ca tập lọp bông rồi bao viết với thơ ai cầm đá với sọp lỗ từ không sút rồi bao việt chẳng atra này ca nhóc hồ việt lỗ đây câu rồi bao việt chẳng bàn tu nhúa cái thưa tới cái miền ở cái hai tha ca bông bông ô tô chẳng miền này thà mà để tí cái bờ thì muối làm bay ai cầm đai thì toàn là phim nó bị sọt này sụt lỗ thì phí cứ cầm ai sụt lương nó viên mà chộp năng sờ bọ sụt chẳng đại bông ôn chẳng đại còn nhô nơi tu sáo nè lũ tu sáo cái tay nhà phèo này xa phè bàn lỗ nó chỉ hay phó là bông ôn chẳng là bông ôn do tập nhô bông ôn tay nhà đạp đây chẳng ngày xem bông ôn này tu sáo á vì cho nó bên bờ lâu tô thì chẳng bây giờ bông ôn đàn chẳng hỏi cái thả xa phè chẳng bông ôn phè vậy chẳng bàn tay nè lắc chứ bông chẳng phè cho đây vừa phè vậy nấu không phải chẳng ăn lỗ chẳng và giờ dương đại chẳng dương phải ở trong song đá phải ở lỗ bông á và vì mình cá bạch bạc bông mà dương này nhưng tiền cho lọc mà chẳng toàn như vậy á đấy chia được biết này cá để xa sốt thấy về để vô sốt đã chẳng sốt để đạt tới là ta nhô bua bông ôn cua để đạt nơi cả lại xong sốt sấn ở bàn
4-5 ngày tập lỗ 4 ngày 5 ngày bông bồn đã cho tu một đống cứ ca nhóc lỗ cùng xong mày ban tròn hơi mền tiêm tia bông bồn bông một ngày đã mà đong thì có khi ở thư chẳng này nè 4 ngày với bên kia đã mà đong cana một ngày đã mà đong chân ca thua và sang của việc hạt này thả bị ca bỏ bông bồn này trong nick chia trong nét đăng để trong thọp miên từ can cà nhóc bông mòn hay bờ sân nhiều video này bông bồn cứ tha lỗ miền bây giáo bông bồn xe trốn nhưng đừng tranh video mùi tiết bẹp bồn giờ mùi đừng thả tá dương trời thương bài mất đầm bay ở suốt lỗ bài này nè dương thử bắt đầu tham mấy kế dương thử bắt đầu lấy kế đầm bay ai mòn dưỡng bông cùng á bông man lỗ hột nè để trong miền trong nét đăng chỉ trắng để trong chơi đểខ្ញុំធ្លាប់អនុវត្តហើយទោះបីជាចំណេះដឹងនេះតិចតួចមែនក្តីប៉ុន្តែខ្ញុំគិតថាបងប្អូនខ្លះដែលគាត់អត់យល់ក៏គាត់អាចធ្វើទៅទទួលបានលទ្ធផលដែរយើងក៏មិនខ្លាំងពេកហើយយើងក៏មិនខ្សោយពេកតែយើងអាចធ្វើទៅបានអញ្ចឹងអ្វីដែលខ្ញុំចេះអ្វីដែលខ្ញុំមានខ្ញុំតែងតែចែកម្លែកទៅកាន់បងប្អូនដូចខ្ញុំនិយាយអញ្ចឹងគោលបំណងខ្ញុំគឺបងប្អូនធ្វើបានបងប្អូនមានស្នាមញញឹមជាមួយខ្ញុំក៏សប្បាយចិត្តដូចគ្នាដែរណាអញ្ចឹងវីដេអូយើងថ្ងៃនេះរៀងខុសពី content យើងតិចអញ្ចឹងអធិស្ឋានផងទៅកាន់បងប្អូនដែលកំពុងតែទស្សនាដែលគាត់កំពុងតែចាប់យកអាការចិញ្ចឹមតាំងពីទូចរហូតខ្លាចជាមេបានហ្នឹងតែបែរជាមកចែកម្លែកពាក់ព័ន្ធជាមួយនឹងសុទ្ធណាអធិស្ឋានផងព្រោះដោយសារតែបងប្អូនយើងមួយចំនួនក៏គាត់មានបញ្ហាហ្នឹងដែរអញ្ចឹងខ្ញុំចែកម្លែកទៅឲ្យបានដល់ទាំងអស់គ្នាហើយណាមួយថ្ងៃនេះដែរគឺយើងអត់មានគេហៅថាការចែកម្លែកនៅក្នុងធុងមន់ពាក់ព័ន្ធនឹងមន់យើងទេវាអត់មានន័យថាចែកម្លែកអញ្ចឹងយើងមកចែកម្លែកពីសុទ្ធដើម្បីបងប្អូនមានចំណេះដឹងផ្នែកខាងហ្នឹងមួយទៀតណាហើយយើងអរគុណច្រើនទៅកាន់បងប្អូនទាំងអស់គ្នាដែលស្រឡាញ់និងចូលចិត្តហើយកំពុងតែអង្គុយមើលចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូយើងតាំងពីចំណុចចាប់ដើមរហូតដល់ចំណុចបញ្ចប់ហើយយើងអរគុណច្រើនមែនទែនសម្រាប់បងប្អូនដែលគាំទ្រយើងអ្វីដែលបងប្អូនគាំទ្រអ្វីដែលបងប្អូនចុច share ចុច like ចុច subscribe channel YouTube យើងមកធ្វើឲ្យបងប្អូនខំបំណងយើងនឹងផលិតវីដេអូទោះបីជាយើងមានបញ្ហាសុខភាពដូចថ្ងៃនេះឈឺកក៏ដោយប៉ុន្តែយើងនៅតែចេញវីដេអូជូនបងប្អូនព្រោះដើម្បីអីដើម្បីជាស្មារតីណាហើយក៏ជាគោលដៅនៃជីវិតរបស់ខ្ញុំដែលខ្ញុំគិតថាខ្ញុំនឹងចែកម្លែកអ្វីដែលល្អៗជូនបងប្អូនអញ្ចឹងសង្ឃឹមថាវីដេអូនេះបងប្អូនពេញចិត្តបើពេញចិត្តខ្ញុំនឹងចេញវីដេអូនៃការប្រើប្រាស់ថ្នាំទៅលើមេបាឲ្យបងប្អូនមួយទៀតដើម្បីឲ្យពងមាន់មកថ្លាថ្លំល្អណាកាញោះកូនញោះមកថ្លាថ្លំល្អហើយមេពងជាប់ល្អទៀតណាហើយការប្រកបកណាត់ក៏ល្អទៀតខ្ញុំមានវីដេអូនឹងមួយទៀតបើសិនជាបងប្អូនពេញចិត្ត share ច្រើនខ្ញុំនឹងធ្វើវីដេអូនឹងមួយទៀតណាហើយពងមាន់យើងបងប្អូនឃើញទូជាស្អីមេកំមុំទំពងហ្នឹងពងបានពីក្របខ្ញុំយកមកធ្វើវីដេអូជូនបងប្អូនទៅណាអញ្ចឹងយើងអរគុណច្រើនមែនតើវាដូចជារៀងយូរដែរហើយវាឡើង7 នាទីហើយអញ្ចឹងយើងមានតែប៉ុណ្្នឹងទេហើយយើងសង្ឃឹមថាពុកម៉ែពូមីបងប្អូននឹងពេញចិត្តនៅវីដេអូនេះហើយយើងនឹងវិលត្រឡប់មកវិញនៅថ្ងៃស្អែកតាមពេលវេលានៅមកដដែលនៅវីដេអូផ្ទាល់របស់ខ្ញុំនៅចម្ងល់របស់បងប្អូនដែលយើងគិតថាមានអត្ថប្រយោជន៍យើងនឹងចែករំលែកទៅកាន់បងប្អូនយើងទាំងអស់គ្នាដោយក្តីគោរពក្តីស្រឡាញ់អរគុណជំរាបលាបងប្អូនទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាដែលស្រឡាញ់និងចូលចិត្តវិស័យការចិញ្ចឹមមាន់ថ្ងៃនេះជួបមួយខ្ញុំបាទទៀតហើយនៅវីដេអូផ្ទាល់របស់តែបាសីវិលៀបណាបងប្អូនហើយថ្ងៃនេះដែរពាក់ព័ន្ធជាមួយនឹង content របស់យើងពាក់ព័ន្ធជាមួយនឹងការចែករំលែករបស់ខ្ញុំនៅថ្ងៃនេះគឺខ្ញុំនឹងមកសង្ខេបនៅរយៈពេល44ថ្ងៃនៃការពិសោធន៍មាន់ណាដែលយកតាំងពីទូចរហូតមកដល់44ថ្ងៃនេះតែយើងនៅជួបនៅបញ្ហាអីខ្លះហើយបងប្អូនគួរតែធ្វើបែបម៉េចដើម្បីឲ្យទទួលបានលទ្ធផលដូចខ្ញុំណាបងប្អូនបានដឹងហើយយើងដាក់មន់ខ្ទង់ប្រហែលជា250ណាហើយមន់នេះពេលដឹកជញ្ជូនមកដល់ត្រង់គឺវាបាត់បង់អស់3ក្បាលហើយមកដល់ថ្ងៃនេះគឺថាអត់មានបាត់បង់តាណាទេពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមរបស់យើងប៉ុន្តែជំងឺគឺយើងជួបបានខ្លះណាយើងជួបដូចជាជំងឺផ្ដាសាយនិងជំងឺរាគសប៉ុន្តែយើងបានព្យាបាលវាជាល្អថ្លាថ្លំហើយអស់ហើយណាហើយជំងឺដែលយើងឧស្សាហ៍ជួបការពីយើងចាប់ផ្ដើមចិញ្ចឹមមាន់គឺយើងជួបជំងឺរាគស្គរប៉ុន្តែដោយសារតែយើងគោរពទៅតាមគោលការណ៍គេហៅថាជីវសុវត្ថិភាពយើងបានមុននឹងដាក់មាន់យើងបានបាញ់ថ្នាំសម្រាប់មេរោគនៅជុំវិញទ្រុងយើងបានដុសលាងសម្អាតនៅសម្ភារៈផ្សេងៗដែលយើងគិតថាយើងយកមកប្រើប្រាស់នៅក្នុងទ្រុងមាន់យើងបានធ្វើល្អឥតខ្ចោះណាហើយមាន់យើងអត់ជួបនៃជំងឺរាគស្គរទេអញ្ចឹងខ្ញុំចង់ទាញបងប្អូនខ្ញុំចង់ឲ្យបងប្អូនរៀនធ្វើសិក្សាដូចខ្ញុំទៅហើយដែលបងប្អូនដែលអត់ទាន់យល់តែតែឃើញវីដេអូនេះបងប្អូនអាចjoin channel Telegram ក៏បានឬក៏អាចទៅ subscribe channel YouTube vìយើងបានចងក្រងវីដេអូហើយពាក់ព័ន្ធជាមួយនឹង content របស់យើងតាំងពីមុនថ្ងៃដែលយើងដាក់មាន់យើងត្រូវធ្វើម៉េចណារៀបចំធុងបាញ់ថ្នាំសម្រាប់មេរោគណាយកមាន់ចូលមកប្រហែលម៉ោងដាក់ចំណី AC ប្រហែលម៉ោងដាក់ទឹកឲ្យផឹកណាហើយមាន់ដែលពេលញាស់បានអាយុ2ថ្ងៃតើគួរតែផ្ដល់ថ្នាំអីទៅកាន់ពួកវាហើយឲ្យចំណីស៊ីរបៀបម៉េចយើងបានចងក្រងទុកនៅក្នុងនឹងទាំងអស់ណាហើយយើងនឹងសង្ខេបបន្តិចបន្តួចដែរទៅកាន់ពុកម៉ែពូមីងបងប្អូនដែលកំពុងតែទស្សនាในវីដេអូនេះឲ្យគាត់បានយល់ខ្លះដែរណាពាក់ព័ន្ធជាមួយនឹងបទពិសោធន៍របស់ខ្ញុំហើយការចិញ្ចឹមរបស់ខ្ញុំមួយរយៈនេះគឺអត់ជួបនៃបញ្ហាបាត់បង់មាន់គឺដោយសារតែយើងយកចិត្តទុកដាក់មែនទែនទៅលើការងារនេះគឺយើងបានធ្វើទៅលើពួកវាបានថាវាល្អដែរណាវាល្អដែរ
ការពីខ្ញុំយកមន់គេយកមកដាក់ចូលទ្រុងដំបូងគឺខ្ញុំសម្អាតទ្រុងបាញ់ថ្នាំសម្លាប់មេរោគទៅកាន់ធុងមន់ណាហើយយើងបាញ់ថ្នាំសម្លាប់មេរោគហើយយើងក៏យកវត្ថុដែលយើងគិតថាយើងនៅយកមកប្រើប្រាស់ទៅក្នុងវិស័យនៅក្នុងការចិញ្ចឹមមាន់របស់យើងគឺយើងយកវត្ថុចាស់ចាស់ដែលយើងធ្លាប់ប្រើពីមុនមកហ្នឹងគឺយើងលាងសម្អាតជាមួយនឹងសាប៊ូលាងសម្អាតជាមួយនឹងសាប៊ូហើយដាក់50ថ្ងៃយើងទៅណាហើយយើងរៀបចំទ្រុងដែលយើងហុំព័ទ្ធធុងរបស់យើងមានថង់ប្លាស្ទិកនៅក្នុងហ្នឹងដើម្បីការពារនៃការប្រែប្រួលអាកាសធាតុយើងបានផ្ដល់កម្ដៅនៅទ្រុងមួយឲ្យសមស្របទៅតាមអ្វីដែលមន់ចង់បានណាហើយយើងបានធ្វើកន្លងមកគឺយើងបានធ្វើបែបហ្នឹងហើយការឲ្យស៊ីចំណីទៅកាន់ពួកវាគឺយើងពេលដែលយកមកដំបូងគឺយើងឲ្យស៊ីចំណីតិចតែច្រើនដងពួកវានៅទូចអញ្ចឹងពវៀនបតាំងពួកវាមិនចង់មិនទាន់ទទួលបានចំណីនឹងភ្លាមទេហើយចំណីដែលយើងជ្រើសរើសឲ្យពួកវាស៊ីគឺជាពពួកចំណីក្រុមហ៊ុនចំណីសម្រាប់កូនមន់ពី1ថ្ងៃដល់21ថ្ងៃដែលមានប្រូតេអ៊ីន 21% ហើយយើងបានផ្ដល់ជាពពួកថ្នាំអង់ទីប៊ីយោទិកជាពពួកអាម៉ុកសម្រាប់ការពារពួកវាពេលដែលយើងយកមកបាន2ថ្ងៃពីបងប្អូនយើងណាគឺយើងដាក់3ថ្ងៃមួយថ្ងៃ2ដងដើម្បីការពារពួកវានៃការឆ្លៀតឱកាសនិយមមួយចំនួននៃជំងឺមួយចំនួនដែលជ្រាបចូលទៅតាមគេថាតងសិតរបស់កូនមន់របស់យើងហើយយើងអត់មានអីត្រូវបារម្ភច្រើនទេដោយសារតែត្រង់យើងបាញ់ថ្នាំសម្លាប់មេរោគប៉ុន្តែយើងខ្លាចយកពីគេមកការដឹកជញ្ជូននឹងទូភ្ញាស់របស់គេមិនបានសម្អាតអញ្ចឹងវាអាចនឹងមានមេរោគចូលទៅតាមហ្នឹងអញ្ចឹងខ្ញុំបានដាក់អាម៉ុករយៈពេល3ថ្ងៃជាមួយនឹងវីតាមីនណាពាក់ព័ន្ធជាមួយមន់2យកមក2ថ្ងៃហ្នឹងគឺយើងដាក់3ថ្ងៃដល់អាយុ5ថ្ងៃហើយបន្ទាប់មកទៀតនៅដូចជាអាយុ12ថ្ងៃខ្ញុំបានធ្វើវ៉ាក់សាំង NDID Medivate វ៉ាក់សាំងការពារជំងឺញូកាសនិងរលាកផ្លូវដង្ហើមហើយបន្ទាប់មកទៀតដល់ថ្ងៃដែលយើងត្រូវរៀបចំនៃធ្វើវ៉ាក់សាំងនៃ Gomoro វាជាអកុសលមួយមន់របស់យើងចូលនៃជំងឺផ្ដាសាយហើយខ្ញុំក៏បានព្យាបាលនៃជំងឺផ្ដាសាយដោយតែបងប្អូនបានដឹងខ្ញុំបានធ្វើវីដេអូជូនបងប្អូនឲ្យរបៀបនៃការលាយថ្នាំរបៀបនៃការប្រើប្រាស់ថ្នាំទៅកាន់មន់ផ្ដាសាយហ្នឹងហើយបន្ទាប់មកទៀតយើងក៏បានព្យាបាលនៃជំងឺផ្ដាសាយនឹងជាហើយមន់យើងក៏ចាប់ផ្ដើមមានវាធំវាមានអាយុពេលហ្នឹងដូចជា20ថ្ងៃជាងហើយវាចាប់ផ្ដើមចឹកគ្នាអញ្ចឹងយើងក៏ធ្វើការពិសោធន៍ពួកវាដោយយកពពួកគេហៅថាថ្នាំ Chicken Mineral ដោយសម្បូរទៅដោយជាតិរ៉ែនៅក្នុងហ្នឹងណាហើយវាមានកាល់ស្យូមវាមាន phosphorus ស័ង្កសីវាមានសារធាតុសំខាន់ជាច្រើនទៀតនៅក្នុងហ្នឹងយើងយកមកលាយជាមួយនឹងចំណីកូនមន់ពេលហ្នឹងធ្វើឲ្យយើងលាយលើសហើយមន់យើងស៊ីទៅក៏កើតនៃជំងឺរាកសណាហើយខ្ញុំក៏បានពិសោធន៍ឃើញថាពេលដែលខ្ញុំដាក់រ៉ែហ្នឹងទៅមន់យើងគឺវាលែងចឹកគ្នាប៉ុន្តែវាកើតនៃជំងឺរាកសហើយខ្ញុំក៏បន្តព្យាបាលជំងឺរាកសណាព្យាបាលជំងឺរាកសក៏ជាមួយទៀតហើយមន់យើងក៏អត់មានចឹកគ្នាមកដល់ថ្ងៃនេះណាហើយជាអកុសលមែនតើដោយសារតែវាជួបនៃជំងឺផ្ទួនដល់ពេលអញ្ចឹងពេលវេលាដែលយើងត្រូវធ្វើវ៉ាក់សាំងGomoroគឺយើងអត់បានធ្វើអញ្ចឹងយើងក៏បន្តថែពួកវាថែទាំពួកវាឲ្យបានល្អទៀតហើយខ្ញុំគិតថាដល់ពេលអាយុ45ថ្ងៃខ្ញុំនឹងមកចាក់វ៉ាក់សាំង Medivate ណា NDG7 IB Gomoro ដើម្បីការពារជំងឺរលាកផ្លូវដង្ហើមជំងឺញូកាសនិង Gomoro ណាវាមាន Gomoro នៅក្នុងហ្នឹងដបមួយដបវាមានការពារជំងឺ3មុខហើយយើងនឹងត្រូវធ្វើវានៅថ្ងៃស្អែកណាបងប្អូនអញ្ចឹងទាញមកវិញរយៈពេល45ថ្ងៃនេះអ្វីដែលខ្ញុំជួបប្រទះទី1គឺជំងឺផ្ដាសាយហើយនឹងជំងឺរាកសជំងឺរាកសនេះគឺបង្កឡើងដោយសារតែខ្ញុំលាយរ៉ែលើសកម្រិតនៅក្នុងចំណីហើយពាក់ព័ន្ធជាមួយជំងឺផ្ដាសាយដូចបងប្អូនបានដឹងអញ្ចឹងដោយសារតែយើងខ្វះនៅអនាម័យប្រហែលថ្ងៃតែ2ថ្ងៃវាចូលដោយសារតែខ្ញុំរវល់នឹងការងារខាងក្រៅរបស់ខ្ញុំមិនបានសម្អាតធុងមួយថ្ងៃ2ថ្ងៃមាត់ខ្ញុំក៏ចូលផ្ដាសាយហើយកត្តាផ្សេងទៀតគឺដោយសារតែអាកាសធាតុវាប្រែប្រួលណាហើយយើងមិនបន្ទោសមេឃមិនបន្ទោសដីទេគឺដោយសារតែយើងខ្វះពេលវេលាក្នុងការថែទាំវាហើយវាក៏ចូលในជំងឺផ្ដាសាយប៉ុន្តែយើងបានដោះស្រាយការងារនឹងហើយយើងបានព្យាបាលវាជាហើយមកដល់ថ្ងៃនេះហើយមកដល់ថ្ងៃនេះយើងរៀបចំហើយយើងតិចទៀតយើងនឹងទៅទិញវ៉ាក់សាំងយកមកចាក់ពួកវាដល់ពេលដែលត្រូវនឹងចាក់វ៉ាក់សាំងមន់គេថាមន់ធំហើយមន់ចំទង់ហើយគឺវ៉ាក់សាំង Medivate ND វ៉ាក់សាំង Medivate NDG7 IB Gomoro អញ្ចឹងយើងត្រូវធ្វើវ៉ាក់សាំងនឹងទៅកាន់ពួកវាហើយអញ្ចឹងរយៈពេល44ថ្ងៃនេះគឺយើងទទួលបានលទ្ធផលប៉ុណ្ណឹងវិញវិញបងប្អូនរយៈពេល45ថ្ងៃហ្នឹងគឺយើងជួបនៅរឿងបែបហ្នឹងអញ្ចឹងដោយដែលខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងបើសិនយើងចង់ចិញ្ចឹមមាន់ឲ្យទទួលបានលទ្ធផលល្អបងប្អូនគួរតែរៀនធ្វើតាមខ្ញុំទៅហើយនេះគឺជាអ្វីដែលខ្ញុំបានពិសោធន៍វាហើយក៏ជាអ្វីដែលខ្ញុំបានពីលោកគ្រូអ្នកគ្រូដែលគាត់ធ្លាប់បង្រៀនខ្ញុំដែរអញ្ចឹងខ្ញុំយកមកធ្វើទៅវាទទួលបានលទ្ធផលល្អអញ្ចឹងខ្ញុំត្រូវតែមកចេញវីដេអូសង្ខេបទៅកាន់បងប្អូនទោះបីជាការងារយើងមិនទាន់បញ្ចប់ទេ content របស់យើងព្រោះដោយសារតែយើងនឹងចិញ្ចឹមវាតាំងពីទូចរហូតដល់ខ្លាចជាមេបារហូតដល់ពួកវាអាយុ3ខែ4ខែអញ្ចឹងទៅណាអញ្ចឹង
វាអត់តន់ចាប់ទេប៉ុន្តែនេះខ្ញុំមកសង្ខេបព្រោះស្អែកដល់ថ្ងៃដែលខ្ញុំត្រូវធ្វើវាក់សាំងមន់ជំទង់ទៅកាន់ពួកវាហើយបងប្អូនដែលងឿងឆ្ងល់នៅចំណុចណាមួយឬក៏កំពុងតែចិញ្ចឹមទៅជួបនៅបញ្ហាជួបប្រទេសបងប្អូនខ្ញុំសូមចិត្តបងប្អូនទៅទស្សនាវីដេអូនៅក្នុង channel YouTube របស់យើងតែបាក់សីភេលៀបហើយពេលដែលបងប្អូនមើលទៅបងប្អូននឹងដឹងថាបងប្អូនកំពុងតែធ្វើអីខុសនៅក្នុងទូមាត់បងប្អូនហើយបើសិនជាបងប្អូនរកអត់ឃើញទៀតបងប្អូនអាចឆាតមកខ្ញុំផ្ទាល់ខ្ញុំនឹងបើកចិត្តឲ្យធំឲ្យទលាយសម្រាប់បងប្អូនដើម្បីសិក្សាទាំងអស់គ្នាថាតើយើងខុសអីបានយើងចាំទៅជួបនៅបញ្ហាណាហើយនេះគឺជាអ្វីដែលល្អដែលខ្ញុំធ្វើទៅខ្ញុំត្រូវតែមកសង្ខេបអញ្ចឹងខ្ញុំសង្ខេបឲ្យអស់ហើយសង្ឃឹមថាពុកម៉ែពូមីងនឹងយល់បើអត់យល់ទៅមើលវីដេអូផ្ទះបាក់សីភេលៀបក្នុង YouTube នឹងទៅដែលយើងចេញតាំងពីថ្ងៃដំបូងប្រហែលជា40ថ្ងៃមុននោះណាហើយយើងអត់មានអីច្រើនទេវាយូរដែរហើយវីដេអូនេះចូលប្រហែលជា7-10នាទីហើយយើងអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលចូលចិត្តហើយនិយមទស្សនាវីដេអូរបស់ផ្ទះបាក់សីភេលៀបទស្សនាតាំងពីចំណុចចាប់ផ្ដើមរហូតដល់ចំណុចបញ្ចប់ហើយយើងនឹងវិលត្រឡប់មកវិញនៅតាមពេលវេលានឹងមកដដែលនៅវីដេអូផ្ទាល់របស់ខ្ញុំនៅសកម្មភាពផ្ទាល់និងនៅចម្ងល់របស់ពុកម៉ែពូមីងបងប្អូនដែលគាត់ងឿងឆ្ងល់គាត់សួរបើគិតថាមានប្រយោជន៍ខ្ញុំនឹងយកមកចែកជូនដើម្បីជាចំណេះដឹងជាស្មារតីមួយទៅកាន់បងប្អូនទាំងអស់គ្នាហើយអធិស្ឋានផងថ្ងៃនេះគឺឈឺកកូនប្រាសាយអញ្ចឹងនិយាយទៅវារៀងស្អកបន្តិចណាបងប្អូនអធិស្ឋានផងណាអញ្ចឹងយើងអរគុណច្រើនមែនតើជំរាបសួរបងប្អូនទាំងអស់គ្នាដែលស្រឡាញ់និងចូលចិត្តវិស័យការចិញ្ចឹមមាន់ណាហើយថ្ងៃនេះដែរខ្ញុំមកតាមតែអ្វីដែលខ្ញុំបានសន្យាទៅកាន់ពុកម៉ែពូមីងបងប្អូនហើយខ្ញុំថាខ្ញុំថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីរបៀបនៃការចាក់វ៉ាក់សាំងទៅលើមាន់របស់ខ្ញុំជូនពុកម៉ែពូមីងបងប្អូនទស្សនាណាហើយការធ្វើវ៉ាក់សាំងរបស់ខ្ញុំធ្វើវ៉ាក់សាំង Medivet ND G7IB ទៅកាន់មាន់យើងដែលមានអាយុ45ថ្ងៃនិង50ថ្ងៃហើយបន្ទាប់ពីយើងបានចាក់ហើយគឺយើងទទួលបានលទ្ធផលមាន់របស់យើងគឺស្លាប់អស់12ក្បាលណាបងប្អូនហើយមូលហេតុនៅក្នុងការស្លាប់នេះខ្ញុំមកបកស្រាយជូនបងប្អូនហើយក៏មានបងប្អូនយើងចោទជាសំណួរសួរខ្ញុំដែរថាហេតុអីមូលហេតុអីបានចាក់ទៅមាន់មានបញ្ហាស្លាប់ហើយឃើញមាន់មានសុខភាពល្អអញ្ចឹងណាហើយសំណួរនេះល្អមែនតើអញ្ចឹងខ្ញុំនឹងមកបកស្រាយសំណួរហ្នឹងហើយនៅចុងវីដេអូខ្ញុំនឹងមកឲ្យបងប្អូនទស្សនាពីរបៀបនៃការចាក់វ៉ាក់សាំងអញ្ចឹងខ្ញុំនឹងមកបកស្រាយជូនបងប្រុសម្នាក់ដែលសួរថាមូលហេតុអីបានចាក់ទៅស្លាប់មាន់អញ្ចឹងណាហើយមុននឹងចូលដល់ការបកស្រាយខ្ញុំចង់ឲ្យបងយល់ពីពាក្យថាវ៉ាក់សាំងគឺជាការយកមេរោគណាមួយនៃជំងឺណាមួយឧទាហរណ៍ថាជំងឺញូកាសអញ្ចឹងណាគឺយកមេរោគនៃជំងឺញូកាសយកទៅបន្សាបវាឲ្យខ្សោយដើម្បីឲ្យខ្លាចជាវ៉ាក់សាំងហើយបានគេយកទៅចាក់ទៅលើខ្លួនមាន់ណាពេលដែលខ្លាចជាវ៉ាក់សាំងគេយកទៅចាក់លើខ្លួនមាន់ដើម្បីឲ្យមាន់ហ្នឹងដុសនៃអង់ទីកនៃជំងឺញូកាសហ្នឹងណាអញ្ចឹងអាហ្នឹងពាក្យថាវ៉ាក់សាំងណាហើយបងប្អូនបានដឹងហើយណាការធ្វើវ៉ាក់សាំងទៅលើធុងមាន់របស់ខ្ញុំមាន់ដែលខ្ញុំធ្វើការពីម្សិលមិញហ្នឹងការពីអាយុ12ថ្ងៃខ្ញុំបានធ្វើវ៉ាក់សាំងញូកាសដែរ Medivet NDIB វ៉ាក់សាំងញូកាសបូកផ្លូវដង្ហើមណាហើយយើងបានធ្វើទៅលើពួកវាម្ដងដល់ពេលដល់ថ្ងៃដែលត្រូវធ្វើ Gomoro គឺអកុសលមាន់យើងចូលជំងឺប្រាសាយនិងរាកអញ្ចឹងយើងអត់បានធ្វើវ៉ាក់សាំង Gomoro ទេយើងអស់បន្លាយទៅវាហួសពេកអញ្ចឹងខ្ញុំគិតថាចាំអាយុ45ថ្ងៃចាំខ្ញុំធ្វើវ៉ាក់សាំងមាន់ធំតែម្ដងណាធ្វើវ៉ាក់សាំងមាន់ធំហ្នឹងដើម្បីការពារជំងឺញូកាសលាកតងសួតនិងហ្គូមរោហ្នឹងលុះដល់ពេលម្សិលមិញណាម្សិលមិញខ្ញុំបានចាក់មែនខ្ញុំបានចាក់ហើយពេលដែលខ្ញុំបានចាក់ដកមកជុលមកអាខ្លះក៏ប្រកាច់ទៅអាខ្លះក៏បាន5នាទី10នាទីក៏ស្លាប់ទៅណាអានេះជាមូលហេតុដែលវាស្លាប់ដោយសារតែនៅខ្លួនរបស់ពួកវាអានេះការសង្ស័យរបស់ខ្ញុំវាបានផ្ទុកជំងឺណាមួយហើយមិនស្រួលពួកវាអាចផ្ទុកជំងឺហ្គូមរោព្រោះយើងបានធ្វើហ្គូមរោពួកវាទេកាលពីទៅទូចអញ្ចឹងពេលដែលយើងយកមេរោគទៅចាក់ចូលទៅជួបជាមួយមេរោគគ្នាវាមានន័យថាវ៉ាក់សាំងហ្នឹងជាមេរោគហើយហ្គូមរោវាផ្ទុកជំងឺហ្គូមរោហើយឧទាហរណ៍ណាផ្ទុកជំងឺហ្គូមរោឬក៏ផ្ទុកជំងឺញូកាសហើយអញ្ចឹងពេលយើងចាក់ទៅវាវាយគ្នាទៅអាមន់យើងទទួលយកសម្ពាធនឹងអត់បានក៏ផ្ទុះក៏ស្លាប់ទៅណាអាហ្នឹងបញ្ហាគឺវាបែបហ្នឹងណាហើយពេលដែលខ្ញុំបកស្រាយប្រាប់បងប្អូនថាមាន់មានផ្ទុកជំងឺបងប្អូនប្រកាសជាសួរខ្ញុំចុះបើលោកគ្រូដឹងថាមាន់ផ្ទុកជំងឺហេតុអីក៏ធ្វើវ៉ាក់សាំងទៅកាន់ពួកវាហើយជាធម្មតាបងប្អូនគ្មានពីណាគេខ្លាំងរហូតដល់ឃើញមាន់សុខភាពល្អដឹងតែមាន់ផ្ទុកជំងឺអីទេណាហើយខ្ញុំក៏បានតាមដានលើពួកវាដែរប្រហែលថ្ងៃនេះមុននឹងខ្ញុំធ្វើវ៉ាក់សាំងតើវាមានឈឺអីអត់ប៉ុន្តែជាធម្មតាមុននឹងខ្ញុំធ្វើខ្ញុំពិនិត្យមើលហើយខ្ញុំឃើញថាវាអត់មានជំងឺអីទេវាអត់មានសកុកវាអត់មានអុកស៊ីហ្សណៃទេបើខ្ញុំធ្វើអានេះខ្ញុំនិយាយស្រួលយល់ណាបងប្អូនជំងឺមាន់ណាដែលផ្ទុកឧទាហរណ៍មាន់បងប្អូនទុកកសន្តរោគផ្ទុកញូកាផ្ទុកហ្គូមរោពេលខ្លះវាអត់ទាន់លេចចេញឲ្យបងប្អូនឃើញទេបើសិនបើបងប្អូនគោរពទៅតាមគោលការណ៍ដោយសារបងប្អូនដាក់ចំណីឲ្យស៊ីបានគ្រប់គ្រាន់អាហារូបត្ថម្ភគ្រប់គ្រាន់ការផ្ដល់វីតាមីនការធ្វើអនាម័យបានល្អការសម្អាតទ្រុងបានល្អណាបាញ់ថ្នាំសម្លាប់មេរោគបងប្អូនធ្វើឲ្យមាន់សុខចិត្តអត់ stress ណាអញ្ចឹងមេរោគហ្នឹងវាផ្ទុកនៅក្នុងហ្នឹងសិនវាអត់ទាន់ចេញទេណាយល់ខ្ញុំនិយាយអត់
lúc tra tại ngày na mối bông bông đạch chân này đạch tẹt nè mình ban sầm ạt thùng rồi còn miền ca sát thiếtในtrung bình thùng prai prua thùng mình sạch nè monster cao sự cá chọc sói mày hụt nó nâng lịch tranh nhà rục sinh nhà dương khơi nhé ôi đôi thì họ chung người gomoro nó vì nâng tranh nhà rục sinh nhà gomoro là bị mất vì nâng tranh mà tạm là ngày bông bông khơi nhé chẳng bây giờ số sắp tới mình men tháo thưa hai miền ngọt chẳng ở bậc luôn này anh nhưng mà bậc luôn này men bởi vì bạn sắc xa bị phụ vi hai phụ vi miền sông hiệp lo hay bạn những thua sang tại can phụ vi tại nhưng mình cho ba lo mà rồi tham cho ba tham bị tục mình tục chẳng đây chia vậy được xem kết tháp hạ hai đừng bia chặt tay ngọt để xa tại hưởng năng nè chẳng nhầm cầm tham bông bông đừng vô bia vậy được xem ba bộ xỉa hay bông bông picha này mới thế nè chẳng tiền mà bánh ca thua bạ sang món nhưng cua tại thua bạ sang tại lơ món đại miền sông của hiệp lỗ na mong bón hay dương thua bạ sang tại tam coca bọc kia tới hay gọi đời xa tại dương ngắt ban thua bạ sang lực tivi ca nơi tôi gồm râu đây bây giờ dương ban thua gồm râu dương thưa lực tí bay ní lực bia tới can bánh cầu bia miền ca bạt bằng này đang gọi đời xa tại mau bị dương đâyวันđấy mình đời xa tại dương chơi lên đời xa tại vi châu chừng ngư hay coca đời thùng món bọc nhóm bây giờ giờ món miền pai nhà hai đây chừng ngư ná cứ thời chia ba đạch sân mà nhầm thua bạ sang na chẳng đời xa tại vi hút pe này pe thưa vi lừa dụ chẳng như thưa pe món việc cắt về việc lại chỉ món thông thờ hay dương có chụp này bánh hà đấy có bạt bằng món đập pi bà từ tại vì mình chia bánh hà thì càng cho món bị tay để bạt bằng tình túi ấy và đấy giờ pe đập ngay khỏi bông bông này giờ mưa tại vì đâu ăn thì câu hai lên phay vậy nè cái này chất khang kịp tu nhu cáp tu gồm ở đâu có nhóm mặt phay vậy bộ bà sang đây cả lo mà nhầm thức càng nghe này dù hay tại thưa hai đâu ăn thì câu bọc này hai cứ ăn miếng này chỉ bánh hà thế nè bông bông này hai cứ chia bạ sang rồi dương vô mà chạ ta lừa mòn rồi bỏ dương đó mày đi về anh đi chỉ sẽ về anh IB gomero rồi con ông bạ sang ní con ông một đọp ní chạ bàn mà rồi các bà con ông mà các bà dương chạ cả là xe bông bông hay bị chia môn đằng chạ bông bông cô thì chạ ta lừa mòn để miền sông của hiệp lỗ đó si chân này sông của hiệp lỗ thong mà ra chẳng tới hay pe đã hay mà chạ bông bông tới cả lộc riêng lấy bông bấy cả lộc thơm mấy ai sọp lỗ đó group pe để bông bông chạ cứ từng tới tay cả lộc ôi thì họ được nhom bông mà xe ní chạm mòn pi cái bá pe để nhom chạm hói pe để nhom bông tiếc nhom thấy từ cái lóc tiếc đầm bây giờ rồi lia sập lò này chiết bạ sang đó nó dừng chạm tới mòn dừng cổ tụ bạn ông thì cò lò để thời tạm phải chạy cái thế đó hay dừng bông ní cứ mà xe dừng chạm sạch đông trung vía bông bông chẳng mà xe ní dừng chạm bàn pi cái ba dừng chạm mà cái bá phèm lê sâu cái bia phèm này ra mà xe nó đó chẳng đôi khơi nhấn dừng chạm bật chất đó nhưng chạm bật chất bay nâng màu đầm bay còn mãi bốc sạch thùng vì hay chạm nó miền đây bà vã đây mong bồn và sáng đấy dương bà sân giờ mẹ mê bá mong bồn cua từ thưa 10 năm mày bàn bay đòn đấy bà mẹ món sạch được chấm nhầm thưa tầm ở đòn đấy cứ ban lũi bồn khai khối nhưng ban lũi đó nhưng cá chạ cứ bắn đó ở miền đây bà vã đây mong bồn chỉ miệt su bông bông nó này đã sản lạnh những cho chất vì sai cả trên chấm mòn này ngày này đã chụp chừng mười trong ba to tiền đấy nơi bọt vì sao tịch tuổi rồi bọt nhóm để trong bàn chlong cắtในการศึกษาnăng bọt vì sao để trong trên chấm mòn trong thùng mòn bọt nhóm chẳng ngày này trong năng mà chạy để từ căn phục mai pung minh bông bông nằm bay chỉ chấm này đằng muối chỉ cứ muối sẽ mẹ bông bông pe để vô ta ăn vọt tới vô đắng nè hay sủa thua càng nghiền đi nè con bông bông nè lại dương lược vô bật thiên là bọt dưỡng bông bông pe pon chấm muối năng chấm ngư san tරුક nè bông bông chấm ngư san tරුk chỉ chấm ngư muối để bằng co lăng để bạ tỉ nè bông bông hay việc mình đa lại mòn dương chư rương ngọc trái na bông bông hay chủng ngư nắng bị chọn việc cao nơi rồi đời thà rồi đời sai mà ui thì họ thà miền plieng rồi đời từ tre ấy nắng nắng về nghi thưa ai thủng lang sầm nào nè chắc ốc cá này cá ở chlong này chủng ngư san tරුk nó cứ về miền trái nè chắc dương quặp bấy cái sầm ạt thủng dương lại ban sa nó không ai miền sầm nào thủng á tại can ai miền sầm nào phía rồi chủng ngư san tරුk cứ về miền cpu na bông bông nè hay pẹ pon cho môi năng chủng ngư này bị chọn về cá láng đại sa cá cho pẹ pon cho môi năng bậc microplasmaนะបងប្អូនពពួក parasite ហើយនឹងពពួក parasite ហើយការកង្វះនៅអនាម័យការកង្វះនៃពពួកវីតាមីនអាហ្នឹងក៏វាអាចជាផ្នែកមួយងាយឲ្យមន់យើងកើតនៃជំងឺអាសន្នរោគដែរណាបងប្អូនហើយការចម្លងនៃជំងឺអាសន្នរោគនេះភាគច្រើនគឺឆ្លងតាមរយៈការដែលយើងដាក់មន់ថ្មីចូលមកបងប្អូនណាយើងដាក់មន់ថ្មីបញ្ចូលមកមន់ហ្នឹងវាឈឺអញ្ចឹងអាហ្នឹងវាងាយនឹងឆ្លងណាហើយការប៉ះពាល់គ្នារវាងបាក់សីជានិងបាក់សីឈឺឬបាក់សីដែលជាពីជំងឺណាតនខ្ញុំនិយាយហើយកាកសំណល់សម្ភារៈដែលមានផ្ទុកដោយមេរោគដែលយើងយកមកប្រើប្រាស់ក្នុងធុងមន់របស់យើងហ្នឹងវាក៏វាជាហានិភ័យមួយនៃការឆ្លងជំងឺដែរហើយតាមរយៈសត្វល្អិតកដោឡាសត្វល្អិតហ្នឹងដូចជាសត្វល្អិតវាទៅស៊ីធុងរបស់ស៊ីចំណីធុងគេកដោស៊ីចំណីធុងគេហើយវាមកធុងយើងអាហ្នឹងក៏វាជាភ្នាក់ងារមួយច្រឡងជំងឺនៃជំងឺអាសន្នរោគហ្នឹងដែរណាហើយរោគសញ្ញានៃជំងឺអាសន្នរោគហ្នឹងបងប្អូនរោគសញ្ញាសួចស្រាងាប់ភ្លាមហ្មងធ្លាក់ពីលើចុងឈើទំនុំអីហ្នឹងដែលវាដេកពី
ពីយប់ហ្នឹងឃើញព្រលឹមឡើងឃើញធ្លាក់ហ្មងហើយមន់ដែលស្លាប់ភាគច្រើនធាត់ល្អហ្មងបងប្អូនណាហើយជួនកាលមន់កំពុងតែរកស៊ីចំណីសັບស្រាប់តែប្រកាច់ងាប់មួយរំពេចណាបងប្អូនហើយរោគសញ្ញាវាអត់មានអីទាំងអស់ស៊ីចំណីធម្មតាទេប៉ុន្តែប្រកាច់ងាប់ក៏មានដែរហើយភាគច្រើនគេសង្កេតឃើញមន់ងាប់ភាគច្រើនណាដែលងាប់ហ្នឹងភាគច្រើនធំហើយធាត់ល្អហ្មងណាហើយពាក់ព័ន្ធមួយសន្តានរ៉ាំរៃបងប្អូនសន្តានរ៉ាំរៃពិបាកដកដង្ហើមដង្ហក់ហើមសេហណងអីហ្នឹងបងប្អូនហើយជើងនិងបាតជើងរបស់វាណាអាហ្នឹងវាមានសភាពហើមណាហើយហូរទឹកលំអិលពីច្រមុះហើយមានខ្ទុះនៅក្នុងភ្នែកនឹងចំពោះបងប្អូនហើយលាមកវាមានពណ៌លឿងបៃតងណាអាហ្នឹងសិតតែជារោគសញ្ញានៃជំងឺអាសន្នរោគហើយបងប្អូនណាហើយវិធានការការពារដូចដែលខ្ញុំបានប្រាប់បងប្អូនអញ្ចឹងយើងអាចធ្វើជាពពួកវ៉ាក់សាំងកូឡរ៉ាវ៉ាក់សាំងអាសន្នរោគហ្នឹងចាក់ទៅលើពួកវាណាសម្រាប់មេមន់ដែលបងប្អូនទុកធ្វើបាពូជណាមួយឆ្នាំបងប្អូនគួរតែធ្វើវាឲ្យបាន2ដងទៅណា6ខែធ្វើម្ដងទៅហើយបន្ទាប់ពីបងប្អូនធ្វើវ៉ាក់សាំងហើយក៏ដោយណាបងប្អូនកុំភ្លេចណាយើងត្រូវយល់ពីបុព្វហេតុនៃជំងឺហ្នឹងភាគច្រើនវាបង្កឡើងនៅពេលណាវាបង្កឡើងដោយសារតែអីអញ្ចឹងខ្ញុំបានបង្ហាញប្រាប់បងប្អូននៅដើមវីដេអូអញ្ចឹងជំងឺពពួកអាសន្នរោគនេះឱកាសក្នុងការឆ្លងទៅកាន់មាន់របស់យើងគឺនៅដើមរដូវដែលមានមេឃអាកាសធាតុសើមណាជុំវិញទ្រុងសើមអញ្ចឹងបើសិនជាមានខែភ្លៀងឬក៏ខែត្រជាក់ទ្រុងងាយនឹងឡើងសំណើមបងប្អូនគួរតែសម្អាតទ្រុងឲ្យបានស្អាតណាព្យាយាមធ្វើម៉េចកុំឲ្យទ្រុងមានក្លិនណាយើងបោសសម្អាតបាញ់ថ្នាំសម្លាប់មេរោគទៅតាមពេលវេលាឲ្យច្បាស់លាស់ទៅណាដើម្បីឲ្យពពួកមេរោគហ្នឹងវាងាប់កុំឲ្យវាមាននៅក្នុងទ្រុងរបស់យើងណាយើងធ្វើវ៉ាក់សាំងក៏ដោយណាយើងត្រូវតែសម្អាតវាយើងមានពេលវេលាសម្អាតកុំឲ្យសើមកុំឲ្យឡើងក្លិនណាកុំឲ្យឡើងពពួកអាម៉ូញ៉ាពពួកវាគឺវាបង្កឡើងដោយអញ្ចឹងពេលដែលមេឃសើមវាមានឱកាសជំងឺហ្នឹងអាមេរោគហ្នឹងវាងាយនឹងមាននៅក្នុងទ្រុងពេលដែលទ្រុងយើងជុំវិញនឹងសើមអញ្ចឹងវាឱកាសនៃការឆ្លងទៅកាន់មាន់យើងច្រើនហើយពាក់ព័ន្ធជាមួយនឹងការឲ្យស៊ីចំណីបងប្អូនគួរតែឲ្យស៊ីចំណីដែលមានអាហារូបត្ថម្ភមានពពួកវីតាមីនអាហ្នឹងក៏វាជួយទៅកាន់ពួកវាដែរតែកាលណាវាគ្រប់នៅអាហារូបត្ថម្ភណាវាសុវ័យចិត្តវាស៊ីឆ្អែតគឺវាមិនងាយចូលទេហើយរឿងដែលសំខាន់គឺយើងធ្វើវ៉ាក់សាំងហើយបងប្អូនធ្វើទៅតាមការណែនាំដែលខ្ញុំបានប្រាប់ហើយបើបងប្អូនយកមាន់ថ្មីណាចូលមកក្នុងទ្រុងបងប្អូនគួរតែតែខំវា14ថ្ងៃចឹងណាហើយបើសិនជាខែនេះបើសិនជាអាចខ្ញុំតោះយកមាន់គេចូលមកកុំឲ្យដេកមិនលក់អីចឹងណាហើយមួយទៀតបងប្អូនគួរតែសិក្សាពីកន្លែងដែលបងប្អូនទៅទិញមាន់ពីគាត់ណាតែគាត់បានធ្វើទៅតាមបច្ចេកទេសអត់គាត់មានវ៉ាក់សាំងគាត់មានថ្នាំសម្កូវអីត្រឹមត្រូវឲ្យអត់ទៅលើមាន់ហ្នឹងណាដើម្បីពេលដែលយើងយកមកក៏ជាក្តីសុខមួយសម្រាប់យើងដែរណាបើយើងទៅទិញមាន់គេអត់ស្គាល់ប្រភពយើងយកមកមាន់គេចូលជំងឺគេចេះលក់ឲ្យយកលុយឲ្យតែបានទៅបងប្អូនយកមកឆ្លងមាន់បងប្អូនអស់ណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងជំងឺអាសន្នរោគខ្ញុំបាទមានតែប៉ុណ្្នឹងឯងសម្រាប់ជូនបងប្អូនហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូនេះហើយបើសិនមកបងប្អូនខ្វះខាតនៅចំណុចណាមួយឬក៏ស្ដាប់មិនទាន់ពេលដែលខ្ញុំនិយាយលឿនពេកបងប្អូនអាចខមមិននៅលើវីដេអូនេះឬក៏ឆាតមកខ្ញុំបាទផ្ទាល់ហើយខ្ញុំនឹងឆ្លើយតបទៅកាន់បងប្អូនវិញដោយយកចិត្តទុកដាក់ជាមួយនឹងបងប្អូនណាហើយថ្ងៃដែរយើងអត់មានអីច្រើនទេយើងមានតែប៉ុណ្្នឹងទេហើយយើងនឹងសន្យាថានឹងវិលត្រឡប់មកវិញនៅថ្ងៃស្អែកតាមពេលវេលានឹងមកដដែលហើយយើងអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃអង្គុយទស្សនាវីដេអូយើងតាំងពីចំណុចចាប់ផ្ដើមរហូតដល់ចំណុចបញ្ចប់ហើយយើងនឹងជួបគ្នានៅថ្ងៃស្អែកតាមពេលវេលានឹងមកដដែលអរគុណជំរាបលាបងប្អូនទាំងអស់គ្នាដោយក្តីគោរពក្តីស្រឡាញ់ណាជំរាបសួរបងប្អូនទាំងអស់គ្នាដែលស្រឡាញ់និងចូលចិត្តវិស័យការចិញ្ចឹមមាន់ណាហើយថ្ងៃនេះដែរខ្ញុំមានចំណេះដឹងបន្តិចបន្តួចពាក់ព័ន្ធជាមួយនឹងវិស័យការចិញ្ចឹមមាន់ណាបច្ចេកទេសក្នុងការចិញ្ចឹមមាន់ដើម្បីចែករំលែកទៅកាន់ពុកម៉ែពូមីងបងប្អូនដែលស្រឡាញ់នៅវិស័យនេះចូលចិត្តនៃការចិញ្ចឹមមាន់ណាបងប្អូនណាដូចឃើញនៅក្នុងវីដេអូនេះចឹងបងប្អូនយើងមកធ្វើការសម្អាតធ្វើអនាម័យនៅក្នុងទ្រុងរបស់យើងហើយការសម្អាតរបស់យើងគឺយើងសម្អាតក្នុងមួយថ្ងៃម្ដងភាគរយមួយថ្ងៃម្ដង 80% បងប្អូនបើថ្ងៃខ្លះខ្ញុំរវល់ពេកទៅខ្ញុំមិនបានសម្អាតជួនកាល2ថ្ងៃម្ដងតែភាគរយខ្ញុំគឺខ្ញុំតែងតែសម្អាតក្នុងមួយថ្ងៃម្ដងណាតែកាលណាមាន់យើងច្រើនទៅយើងគ្រាន់សម្អាតវាមានក្លិនមិនល្អច្រើននៅក្នុងហ្នឹងហើយខ្ញុំចំណាំមើលពេលដែលមានក្លិនមិនល្អខ្ញុំចូលទៅឈួលអត់យូរទេ2-3ថ្ងៃមាន់ខ្ញុំឈឺដែរអញ្ចឹងខ្ញុំព្យាយាមរឿងអនាម័យនេះគឺខ្ញុំបន្ទាប់ពីវ៉ាក់សាំងហើយគឺការធ្វើអនាម័យហ្នឹងគឺខ្ញុំយកចិត្តទុកដាក់តែម្ដងបើកាលណាយើងធ្វើអនាម័យត្រង់យើងចូលទៅអត់មានក្លិនមិនល្អយើងចូលទៅយើងអង្គុយដកដង្ហើមបានធម្មតាអញ្ចឹងមាន់យើងក៏មិនងាយចូលជំងឺផ្ដេសផ្ដាស់ដែរណា
ហើយសម្រាប់ធុងមន់របស់ខ្ញុំក្រោយពីការធ្វើវ៉ាក់សាំងដូចខ្ញុំបានបង្ហាញប្រាប់បងប្អូនអញ្ចឹងយើងគួរតែធ្វើអនាម័យឲ្យបានល្អមកណាទាំងស្នូកទឹកស្នូកចំណីបោះសម្អាតធុងបងប្អូនខ្ញុំលើកគ្រឿងមួយនិយាយឲ្យចំនិយាយបងប្អូនយល់ណាឧទាហរណ៍ថាបងប្អូនធ្វើវ៉ាក់សាំងត្រឹមត្រូវតែបងប្អូនមិនបានសម្អាតធុងមន់បងប្អូនគេថាកុហ្វក់ណាមានក្លិនស្អុយឆ្អេះឆ្អាបអញ្ចឹងអាក្លិនស្អុយឆ្អេះឆ្អាបហ្នឹងនៅក្នុងហ្នឹងវាអាចនឹងមានមេរោគនៅក្នុងហ្នឹងណាបងប្អូនអញ្ចឹងកាលណាយើងមានមេរោគនៅក្នុងទ្រុងមន់របស់យើងឱកាសនៃការជ្រៀតចូលទៅក្នុងខ្លួនមន់របស់យើងក៏វាមានភាគរយខ្ពស់ដែរមានន័យថាធុងមន់យើងក៏ខ្លាចចឹងវាសម្បូរមេរោគដល់ពេលសម្បូរមេរោគមន់យើងទៅកកាយទៅអីចឹងណាចឹងមេរោគហ្នឹងក៏វាអាចជាតិចូលទៅក្នុងខ្លួនមន់របស់យើងដែរណាអញ្ចឹងបើយើងកុំចង់ឲ្យមន់យើងឈឺយើងគួរតែធ្វើអនាម័យឲ្យបានត្រឹមត្រូវបន្ទាប់ពីយើងធ្វើវ៉ាក់សាំងហើយណាយើងបោសសម្អាតវាជារៀងរាល់ថ្ងៃមកយើងគួរណាតែធ្វើទ្រុងមន់របស់យើងឲ្យកុំឲ្យមានក្លិនមិនល្អឲ្យស្ងួតតែកាលណាទ្រុងស្ងួតអត់សើមអញ្ចឹងអត់សូវមានមេរោគផ្ទុកនៅក្នុងហ្នឹងទេណាអានេះជាបទពិសោធន៍របស់ខ្ញុំកន្លងមកខ្ញុំសម្អាតទ្រុងបានល្អខ្ញុំធ្វើអនាម័យបានល្អខ្ញុំឃើញថាមន់ខ្ញុំអត់សូវចូលជំងឺទេតែបើសិនជាខ្ញុំប្រហែសរវល់ពេកទៅ3ថ្ងៃបានបោះមួយថ្ងៃអញ្ចឹងទៅណាបានបោះម្ដងអញ្ចឹងទៅខ្ញុំតែងតែឃើញមន់មានការសកុកផ្ដាសាយអញ្ចឹងទៅណាអាហ្នឹងពេលដែលយើងកង្វះនៅអនាម័យណាបន្ទាប់ពីបងប្អូនធ្វើអនាម័យឲ្យស្អាតបាតបងប្អូនពាក់ព័ន្ធជាមួយនឹងការឲ្យស៊ីស្នូកទឹកស្នូកចំណីបងប្អូនគួរតែលាងឲ្យបានស្អាតហើយទឹកគួរណាយកទឹកស្អាតឲ្យមន់ផឹកទៅណាហើយពាក់ព័ន្ធមួយការផ្ដល់ចំណីបងប្អូនគួរតែផ្ដល់ចំណីទៅតាមអាយុរបស់មន់ណាមន់ពី1ថ្ងៃដល់21ថ្ងៃចំណីដែលមានប្រូតេអ៊ីន 21% ណាពី21ថ្ងៃឡើងដល់1ខែកន្លះគួរតែឲ្យប្រូតេអ៊ីន18 19អញ្ចឹងទៅណាហើយបន្ទាប់មកទៀតយើងផ្សំចំណីខ្លួនឯងទៅណាដល់ចំណីប្រូតេអ៊ីន18 19អញ្ចឹងទៅផ្សំខ្លួនឯងដើម្បីកាត់បន្ថយការចំណាយតែខ្ញុំអត់និយាយទេរឿងកាត់បន្ថយការចំណាយក្នុងនេះណាខ្ញុំចង់ទាញបងប្អូនឲ្យស៊ីចំណីទៅតាមអាយុឲ្យបានត្រឹមត្រូវព្រោះចំណីព្រោះមន់វាត្រូវការគេថាអាហារូបត្ថម្ភឲ្យគ្រប់គ្រាន់ទៅកាន់ពួកវាបានពួកវាលូតលាស់ល្អហើយវាជួយការពារនៅគេហៅថាកោសិកាពួកវាមានទុននីតិការពារកុំឲ្យមេរោគចូលទៅក្នុងហ្នឹងអញ្ចឹងបើសិនជាបងប្អូនខ្វះនៅអាហារូបត្ថម្ភបើសិនជាមន់យើងស្គមស្គាំងទៅមេរោគក៏ងាយនឹងជ្រៀតចូលទៅតាមនឹងដែរណាអញ្ចឹងទាញមកវិញធ្វើវ៉ាក់សាំងធ្វើអនាម័យសំខាន់បំផុតធ្វើជីវសុវត្ថិភាពការឲ្យស៊ីទឹកការឲ្យស៊ីចំណីដែលសម្បូរដោយពួកប្រូតេអ៊ីនសារធាតុចិញ្ចឹមឲ្យគ្រប់គ្រាន់ទៅកាន់ពួកវានិងការផ្ដល់ទឹកស្អាតរស់នៅស្អាតនោះបងប្អូននឹងចិញ្ចឹមទៅទទួលបាននូវលទ្ធផលមួយដែលបងប្អូនចង់បានណាអានេះជាអ្វីដែលខ្ញុំធ្វើទៅទទួលបានលទ្ធផលចឹងខ្ញុំចែកជូនបងប្អូននេះជាបទពិសោធន៍របស់ខ្ញុំបទពិសោធន៍ទ្រុងមន់របស់ខ្ញុំអរគុណច្រើនបងប្អូនយើងមកធ្វើវ៉ាក់សាំង NDID ពេលយើងទិញមកអាមកដោះ100ក្បាលវាមានអញ្ចឹងវាមានក្បាលបតក់មួយហើយវ៉ាក់សាំងអានេះសរោមប្រៃនេះ100ក្បាលណាដោះវាដាក់100ក្បាលនេះហើយនេះវ៉ាក់សាំងដែល100ដោះហ្នឹងណាហើយបងប្អូនយើងក៏សួរខ្ញុំថាលោកគ្រូយកញូកាសលាយមួយផ្លូវដង្ហើមមែនចាប់ពិតមែនទេណាអានេះវ៉ាក់សាំងទឹកហៅថាទឹកសរោមអាចសរោមប្រៃហើយអានេះគេហៅថាវ៉ាក់សាំងវ៉ាក់សាំង Medivet ហ្នឹង NDIB ហ្នឹងដែលបតក់ការពារជំងឺរលាកផ្លូវដង្ហើមជាមួយនឹងញូកាសណាសម្រាប់បតក់ទៅកាន់មន់យើងមកក្បាលមកតំណក់ទៅដើម្បីការពារជំងឺញូកាសបូកជាមួយនឹងរលាកតងសួតឬក៏ផ្លូវដង្ហើមហ្នឹងណាហើយយើងមកលាយឲ្យបងប្អូនឲ្យបតក់ឲ្យបងប្អូនមើលណាបងប្អូននេះយើងបកវាអញ្ចឹងមកយើងបកវាមកចាក់ចូលមកណាបងប្អូនឃើញអត់នេះខ្ញុំបកតែមកឲ្យស្រួលមើលណាបងប្អូនឃើញអត់នេះឃើញមានម្សៅនៅក្នុងហ្នឹងអត់ឃើញម្សៅអត់នេះវ៉ាក់សាំងដែលល្អគឺដុំម្សៅអញ្ចឹងដល់ពេលយើងចាក់សរោមប្រៃចូលគឺវារលាយហ្មងយើងក្លុកបន្តិចទៅវារលាយនៅក្នុងហ្នឹងហ្មងណាឥឡូវខ្ញុំចាក់សរោមប្រៃចូលណាហើយយើងបិទកម៉ូបហ្នឹងមកបងប្អូនក្លុកជារៀងលេង8មកវាឆាប់រលាយណាក្លុកជារៀងលេង8អញ្ចឹងមកផ្លែតមកវារលាយបងប្អូនអាចយកទៅបតក់ទៅលើមន់បានហើយណាហើយពាក់ព័ន្ធជាមួយមន់ដែលបងប្អូនធ្វើវ៉ាក់សាំងនេះគឺគេអាចធ្វើពីអាយុ3ថ្ងៃទៅណាតែបើសម្រាប់ទ្រុងមន់របស់ខ្ញុំធ្វើទៅជោគជ័យខ្ញុំពេលច្រើនខ្ញុំធ្វើនៅអាយុ12ថ្ងៃដូចបងប្អូនបានដឹងអញ្ចឹងយើងធ្វើហេតុអីបើយើងធ្វើទៅអាយុ12ថ្ងៃព្រោះញាស់មកយើងដាក់អាម៉ុកអញ្ចឹងសម្រាប់ខ្ញុំប្រើអង់ទីប៊ីតិកហើយខ្ញុំឲ្យវាបាន5ថ្ងៃបានខ្ញុំធ្វើវ៉ាក់សាំងអញ្ចឹងខ្ញុំប្រើអង់ទីប៊ីតិកពី1ថ្ងៃកន្លះពេលញាស់មកណាអាម៉ុកមួយវីតាមីនហ្នឹងខ្ញុំប្រើរយៈពេល
3 ថ្ងៃអញ្ចឹងវាឡើង4ថ្ងៃកន្លះអញ្ចឹងក្រោយមក5ថ្ងៃក្រោយអាយុ10ថ្ងៃ12ថ្ងៃបាទខ្ញុំធ្វើវាក់សាំងអាបតក់ញូកាសបុកផ្លូវដង្ហើមហ្នឹងណាហើយយើងលាយទៅប៉ុណ្ណឹងអត់មានអីពិបាកបងប្អូនឃើញយើងចាក់ចូលអញ្ចឹងមកហើយបិទគ្របវាមកណាបិទគ្របរបៀបអញ្ចឹងមកហើយយើងអាចចាប់មន់បតក់បានណាឃើញរបៀបលាយគឺបែបហ្នឹងស្រួលៗបងប្អូនហើយចាំទស្សនាវីដេអូបតក់របស់ខ្ញុំទាំងអស់គ្នាបងប្អូនសម្រាប់ការបតក់បងប្អូនចាប់មន់មកអញ្ចឹងឃើញទេដៃយើងពីរយើងកាន់មាត់វាអញ្ចឹងមកនេះណាមើលឲ្យតន់ណាចាប់អញ្ចឹងមកហើយយើងពីរហាមាត់វាអញ្ចឹងមកណាហើយបតក់វាមកតំណក់អញ្ចឹងមកណាតន់ណាអត់មានអីបាទអាជីស្រ័យផងខ្ញុំថតតែអញ្ចឹងវារៀងពិបាកមើលបន្តិចណាឃើញទេបងប្អូនបតក់របៀបអញ្ចឹងមកតក់របៀបអញ្ចឹងមកក្បាលមកតំណក់មកក្បាលមកតំណក់មកណានេះអត់មានអីបាក់ទេញ៉េបងប្អូនចាប់ជើងមកហែកមាត់វាបន្តិចមកណាតក់ចឹងមកណាបងប្អូនសម្រាប់ការធ្វើវ៉ាក់សាំងបងប្អូនគួរតែធ្វើវ៉ាក់សាំងទៅលើមាន់ដែលមានសុខភាពល្អទៅណាយើងកុំធ្វើវ៉ាក់សាំងទៅលើមាន់ដែលកំពុងតែមានបញ្ហាជំងឺណាហើយពេលដែលធ្វើវ៉ាក់សាំងមុនពេលនិងក្រោយពេលធ្វើវ៉ាក់សាំងហាមប្រើអង់ទីយ៉ូទិករយៈពេល5ថ្ងៃទៅណាមុនធ្វើហាមប្រើ5ថ្ងៃធ្វើឲ្យហាមប្រើក្រោយ5ថ្ងៃទៀតទៅណាហើយធ្វើដូចខ្ញុំបង្ហាញនេះទៅបងប្អូនព្រោះបទពិសោធន៍របស់ខ្ញុំធ្វើបែបហ្នឹងទៅទទួលបានលទ្ធផលអញ្ចឹងខ្ញុំចែកម្លែកទៅកាន់ពុកម៉ែពូមីងបងប្អូនចង់ឲ្យពុកម៉ែពូមីងបងប្អូនធ្វើទៅទទួលបានលទ្ធផលដូចខ្ញុំដែរអញ្ចឹងណាហើយវ៉ាក់សាំងនេះគឺជាវ៉ាក់សាំង NDID ការពារជំងឺញូកាសបូកនឹងរលាកផ្លូវដង្ហើមណាបងប្អូនហើយយើងធ្វើទៅលើមាន់យើងនេះអាយុ12ថ្ងៃហើយបងប្អូនណាហើយវីដេអូយើងក៏មានអីច្រើនដែរយើងមានតែប៉ុណ្្នឹងឯងមកសម្រាប់ចែកម្លែកទៅកាន់ពុកម៉ែពូមីងបងប្អូនណាហើយយើងអរគុណច្រើនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូយើងតាំងពីចំណុចចាប់ផ្ដើមរហូតដល់ចំណុចបញ្ចប់ហើយយើងនឹងវិលត្រឡប់មកវិញនៅថ្ងៃស្អែកតាមពេលវេលានឹងមកដដែលណាអរគុណច្រើនបងប្អូនជំរាបលាបងប្អូនទាំងអស់គ្នាដោយក្តីគោរពក្តីស្រឡាញ់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកធ្វើបទបង្ហាញពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរចំណីនៅក្នុងទង្វើរបស់ខ្ញុំដោយផ្លាស់ប្ដូរចំណីក្រុមហ៊ុនមកឲ្យស៊ីចំណីផ្សំខ្លួនឯងដើម្បីកាត់បន្ថយការចំណាយនៅក្នុងទ្រុងព្រោះចំណីក្រុមហ៊ុនថ្លៃអញ្ចឹងបើយើងឲ្យស៊ីចំណីក្រុមហ៊ុនណាដែលយើងចាំបានផលក៏លក់ចំណេញបានតិចដែរហើយឈ្មួញក៏រៀងសាញជាមួយយើងដែរណាជាដំបូងឡើយខ្ញុំចង់បញ្យល់បងប្អូនបន្តិចពាក់ព័ន្ធជាមួយមាន់ក៏ដូចជាកូនទារកដែរណាកូនទារកឧទាហរណ៍ថា6ខែមុំទៅដោះគោឬក៏មុំទៅដោះម្ដាយអញ្ចឹងពេលដែលគេចង់ឲ្យវារៀនញ៉ាំបបរក៏គេអត់ផ្ដាច់ទៅដោះគោក៏គេអត់ផ្ដាច់ទៅដោះម្ដាយភ្លាមដែរគឺគេឲ្យមុំទៅដោះគោឬទៅដោះម្ដាយផងហើយមករៀនញ៉ាំបបរផងមាន់ក៏ដូចគ្នាបងប្អូនការផ្លាស់ប្ដូរចំណីពីក្រុមហ៊ុនមកឲ្យស៊ីចំណីផ្សំខ្លួនឯងយើងអត់អាចផ្ដាច់ចំណីក្រុមហ៊ុនទាំងអស់មកឲ្យស៊ីចំណីផ្សំខ្លួនឯងទេពេលខ្លះពួកវាទទួលយកអត់ទាន់បានទេកាលណាវាទទួលយកបានវាអត់ស៊ីសោះក៏វាមានបញ្ហាពេលខ្លះវាស៊ីទៅក៏ពវៀនបតាំងវាទទួលយកអត់ទាន់បានក៏មានបញ្ហារលាកប្រព័ន្ធរលាកអាហារដែរអញ្ចឹងរបៀបរបស់ខ្ញុំធ្វើទៅបានជោគជ័យគឺខ្ញុំធ្វើបែបនេះបងប្អូនដឹងស្រាប់អីពីញាស់មកពី1ថ្ងៃដល់1ខែគឺខ្ញុំឲ្យស៊ីចំណីក្រុមហ៊ុនសតណាដល់1ខែកន្លះហ៎ប៉ុន្តែខ្ញុំនិយាយថា1ខែណា1ខែស៊ីចំណីសតដល់ពេលចាប់ពី1ខែនឹងឡើងគឺខ្ញុំចាប់ដើមរៀនពួកវាបន្ស៊ាំពួកវាអ្វីដែលខ្ញុំគិតថានឹងយកមកផ្សំនៅ1ខែកន្លះដូចជាស្រូវបដោះពូតក្រហមលក្ខឆាយាគឺខ្ញុំចាប់ដើមរៀនពី1ខែនឹងទៅកន្លះខែហ្នឹងគឺខ្ញុំរៀនពួកវាឲ្យពួកវាយល់ឲ្យពួកវាទទួលយកពួកអាហ្នឹងពួកវាស៊ីណាពេលដែលវាចេះស៊ីអាហ្នឹងអស់ចាប់ពី1ខែកន្លះឡើងទៅគឺខ្ញុំយកវត្ថុធាតុដើមដែលខ្ញុំធ្លាប់រៀនវាហ្នឹងយកមកផ្សំធ្វើជាចំណីឲ្យពួកវាស៊ីណាដើម្បីឲ្យវាបំភ្លេចនៃចំណីក្រុមហ៊ុនអញ្ចឹងម្ដងថ្ងៃនេះគឺយើងការផ្លាស់ប្ដូរចំណីរបស់យើងគឺយើងធ្វើបែបនេះបងប្អូនគឺព្រលឹមឡើងឧទាហរណ៍ថាខ្ញុំធ្លាប់ឲ្យស៊ីចំណីក្រុមហ៊ុន5គីឡូអញ្ចឹងខ្ញុំនឹងឲ្យស៊ី5គីឡូដដែលណាឲ្យស៊ី5គីឡូដដែលប៉ុន្តែពេលថ្ងៃត្រង់ម៉ោង11ម៉ោង12ខ្ញុំនឹងបន្ថែមចំណីដែលខ្ញុំផ្សំខ្លួនឯងដែលខ្ញុំនិយាយហ្នឹងពោតក្រហមស្រូវបដោះណាស្លឹកឆាយាកតក់ហើយនឹងចំណីក្រុមហ៊ុនខ្លះទៀតយើងដាក់ចំណីកូនជ្រូកខ្លះនៅក្នុងហ្នឹងដែរណាយើងលាយវាប្រហែលជាចន្លោះពី30ទៅ50%ឲ្យវាស៊ីពេលថ្ងៃម្ដងណាឲ្យវាស៊ីពេលថ្ងៃម្ដងហើយល្ងាចឡើងគឺយើងបន្ថែមចំណីក្រុមហ៊ុនដែលវាធ្លាប់ស៊ីរាល់ថ្ងៃហ្នឹងជាធម្មតាហើយយើងធ្វើការងារហ្នឹងយើងធ្វើអញ្ចឹងឲ្យបានប្រហែលជាមួយអាទិត្យមើលតែវាស៊ាំវាចេះស៊ីគ្រប់គ្នាឲ្យអស់អាហ្នឹងគឺយើងឲ្យស៊ីចំណីផ្សំខ្លួនឯងរហូតអញ្ចឹងកាត់បន្ថយការចំណាយបានច្រើនណាហើយមួយទៀតយើងគួរតែដាក់ពពួកថ្នាំសម្រាប់ទៅការពារដើម្បីទៅជំនួយពោះវៀនរបស់ពោះវាជំនួយប្រព័ន្ធរលាយអាហាររបស់ពោះវាព្រោះកាលណាយើងផ្លាស់ប្ដូរបែបហ្នឹងពេលខ្លះវា
អាហារថ្មីចំណីថ្មីវាឆ្ងាញ់វាញ៉ាំច្រើនអញ្ចឹងវាអាចនឹងវាស៊ីច្រើនអញ្ចឹងវាអាចនឹងធ្វើឲ្យពួកវាគឺថាមានបញ្ហាប្រព័ន្ធរលាហាអញ្ចឹងទៅអញ្ចឹងយើងដាក់ថ្នាំការពារឲ្យណាហើយថ្នាំសម្រាប់ដែលខ្ញុំដាក់ការពារហ្នឹងជាពពួកថ្នាំវៀតណាមទេ Bio Anticox និង Bio Colistin ខ្ញុំដាក់មួយមុខមួយលាភីវាស្មើណាខ្ញុំដាក់ទឹកចំនួន4លីត្រសម្រាប់ការពារណាហើយនៅក្នុងវីដេអូយើងដាក់ជាស្តែនទឹកអញ្ចឹង2លាភីខ្ញុំដាក់2លាភីអាខាងនោះដាក់4លាភីអញ្ចឹងទីទៀតបងប្អូនឃើញវីដេអូហ្នឹងហើយណាហើយយើងដាក់ថ្នាំការពារហ្នឹងឲ្យវាផឹករយៈពេលប្រហែលជា3ថ្ងៃទៅ5ថ្ងៃជាក់ស្ដែងតាមសុខភាពមាន់របស់យើងណាពេលដែលយើងផ្លាស់ប្ដូរហ្នឹងណាហើយបងប្អូនព្យាយាមធ្វើតាមខ្ញុំបែបហ្នឹងទៅលុះដល់ពួកវាយល់ពួកវាស៊ីចំណីដែលយើងផ្សំខ្លួនឯងបានវាចូលចិត្តស៊ីវាស៊ីទៅអត់មានបញ្ហាយើងនឹងផ្លាស់ប្ដូរពួកវាឲ្យស៊ីចំណីយើងផ្សំខ្លួនឯង 100% ណាដើម្បីកាត់បន្ថយការចំណាយនៅក្នុងធុងមាន់របស់យើងហើយវីដេអូនេះខ្ញុំសង្ឃឹមថាពុកម៉ែពុកមីងបងប្អូននឹងយល់ណានឹងយល់ហើយបើសិនជាខ្វះខាតនៅចំណុចកន្លែងណាអាចនឹងឆាតមកខ្ញុំឬក៏អាច comment នៅលើវីដេអូនេះខ្ញុំនឹងព្យាយាមបញ្យល់ប្រាប់ព្រោះខ្ញុំខ្លាចខ្ញុំនិយាយទៅបងប្អូនតាមអត់ទាន់អត់យល់ចំណុចកន្លែងណាណាហើយអញ្ចឹងវីដេអូយើងក៏អត់មានអីច្រើនដែរហើយខ្ញុំសង្ឃឹមថាពុកម៉ែពុកមីងបងប្អូននឹងយល់នឹងតន់ហើយខ្ញុំនឹងចេញវីដេអូមួយទៀតពាក់ព័ន្ធជាមួយនឹងការផ្សំចំណីហ្នឹងតើយើងត្រូវប្រើកន្ទុកប្រមាណពូតប្រមាណស្រូវបដោះប្រមាណមេចំណីប្រមាណណាបន្លែប្រមាណណាវីដេអូនេះខ្ញុំប្រាប់ពីរបៀបផ្លាស់ប្ដូរចំណៃសិនណាហើយយើងអរគុណមែនទែនទៅកាន់បងប្អូនដែលកំពុងតែអង្គុយទស្សនាតាំងពីចំណុចចាប់ផ្ដើមរហូតដល់ចំណុចបញ្ចប់ហើយយើងនឹងវិលត្រឡប់មកវិញនៅថ្ងៃស្អែកតាមពេលវេលានឹងមកដដែលនៅវីដេអូផ្ទាល់របស់ខ្ញុំនៅសកម្មភាពផ្ទាល់ដែលខ្ញុំធ្វើទៅទទួលបាននៅលទ្ធផលខ្ញុំនឹងយកមកចែកជូនបងប្អូនទាំងអស់គ្នាណាអញ្ចឹងយើងអរគុណច្រើនជំរាបលាបងប្អូនទាំងអស់គ្នា